កំឡោះម្នាក់នេះគ្រាន់តែជ្រុះនំប៉ាវចូលក្នុងកន្ថរនំដោយអចេតនាស្រាប់តែមួយវិនាទីក្រោយមកវាក៏ក្លាយជាពីរដំបងឡើយគេស្មានតែខ្លួនឯងភ្នែកស្រវាំងក៏សាកបោះនំប៉ាវទាំងពីរនោះចូលទៅម្ដងទៀតនឹកស្មានមិនដល់ថាមួយវិនាទីក្រោយមកវាក្លាយជា4ទើបពេលនេះគេដឹងខ្លួនថាកន្ថរនំដែលឆ្លងភពមកជាមួយគេនេះតាមពិតគឺជាធោកំណប់សោះប៉ុន្តែបើគ្រាន់តែចម្លងនំប៉ាវគឺគ្មានប្រយោជន៍អ្វីទេខណៈដែលគេកំពុងគិតចង់រករបស់មានតម្លៃមកចម្លងនោះគូដណ្ដឹងក៏ស្រាប់តែមកដល់គោលបំណងដែលនាងមកលើកនេះគឺដើម្បីសុំផ្ដាច់ពាក្យជាមួយគេគ្រាន់តែដោយសារនាងគិតថាឋានៈក្រីក្រដូចជាគេនេះគឺមិនស័ក្តិសមនឹងនាងតតែសោះបន្ទាប់មកនាងក៏ដកប្រាក់500ដំឡឹងឲ្យគេទុកជាការសងជំងឺចិត្តថែមទាំងប្រគល់កងដៃដែលជីតាគេឲ្យមុនពេលស្លាប់មកវិញទៀតផងប៉ុន្តែកំឡោះនេះបែរជាយកតែកងដៃប៉ុណ្ណោះព្រោះគេគិតថាការភ្ជាប់ពាក្យរបស់អ្នកទាំងពីរគឺចាស់ទុំជាអ្នករៀបចំដូច្នេះហើយទើបគ្មានមនោសញ្ចេតនានឹងគ្នាការផ្ដាច់ពាក្យនេះក៏ចាត់ទុកជារឿងល្អដែរយ៉ាងណាមិញពេលដែលនារីម្នាក់នោះចាក់ចេញទៅគេក៏ប្រញាប់យកកងដៃនោះដាក់ចូលក្នុងថូកំណត់ភ្លាមនឹកស្មានមិនដល់ថាមួយវិនាទីក្រោយមកវាក៏ក្លាយជាពីរពិតជាលាយជាពីរមែនតែញ៉ឹង4ហើយល្អណាស់មានបានហើយខ្ញុំចិត្តមានបានហើយមិនបានទេខ្ញុំត្រូវតែចម្លងឲ្យបានច្រើនបន្តិចយកទៅលក់នៅផ្សារធ្វើបែបនេះខ្ញុំពិតជាមានបានមែនហើយប៉ុន្តែធូកំណប់នេះធំពេកមិនងាយស្រួលយកតាមខ្លួនទេពេលនោះធូកំណប់ហាក់ដូចជាសម្លេងរបស់គេអញ្ចឹងមួយវិនាទីក្រោយមកវាក៏ប្រែរូបរាងវាបានคล้ายជាពន្លឺពណ៌ស្ចូលទៅក្នុងខ្លួនរបស់កំឡោះនោះហើយគេគ្រាន់តែដាក់កងដៃចូលទៅក្នុងអាវមួយវិនាទីក្រោយមកក៏យកបានពីចេញមកទើបគេដឹងថាធូកំណប់បានរលាយចូលក្នុងខ្លួនគេបាត់ទៅហើយដូច្នេះថ្ងៃបន្ទាប់គេក៏យកកងដៃទាំងនេះមកលក់នៅតាមផ្លូវតែមិនទាន់មានអ្នកណាមកទិញផងក៏ចៃដន្យឲ្យទៅបុកត្រូវនារីស្រស់ស្អាតម្នាក់ធ្វើឲ្យកងដៃនាងធ្លាក់ដល់ដីឃើញបែបនេះគេក៏ប្រញាប់សុំទោសនិងសុំសង្ការខូចខាតពេលលឺនាងប្រាប់ថាកងដៃនេះមានតម្លៃដល់ទៅ200ដំឡឹងប្រាក់កំឡោះនោះក៏ប្រញាប់យកកងដៃពីតូបខ្លួនឯងឲ្យនាងភ្លាមហើយប្រាប់ថាកងដៃនេះមានតម្លៃស្មើនឹងរបស់នាងដែរតែនាងមិនជឿសម្ដីគេតតែសោះនាងគិតថាកងដៃទាំងនេះសុទ្ធតែជារបស់ខ្លាំងៗពេលនោះថៅកែលីដែលជាម្ចាស់ហាងត្បូងធំជាងគេក្នុងរងក៏មកដល់ឃើញបែបនេះនាងក៏ប្រញាប់ប្រាប់រឿងរ៉ាវទាំងអស់ប្រាប់គាត់តែពេលថៅកែលីយកកងដៃមកមើលបែរជាប្រាប់ថាជារបស់ពិតហើយមិនមែនមានតែមួយទេកងដៃនៅលើតូបទាំងអស់សុទ្ធតែជារបស់ពិតឬបែបនេះនាងក៏ប្រញាប់ឲ្យថៅកែលីមើលឲ្យច្បាស់ម្ដងទៀតខ្ញុំប្រឡូកក្នុងវិស័យនេះជាង30ឆ្នាំមកហើយមិនដែលមើលខុសសម្ដងណាទេកងដៃត្បូងទាំងនេះពិតឬខ្លាំងខ្លាយតែខ្ញុំមើលមិនដឹងយ៉ាងម៉េចប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺស្នាដៃនិងគុណភាពរបស់កងដៃត្បូងមួយវគ្គនេះសូម្បីតែកន្លែងឆ្កូតក៏ដូចគ្នាបេះបិទដែរនេះពិតជាស្នាដៃកម្រមានមែនអាប្អូនកងដៃត្បូងទាំងនេះអញលក់បោះដុំរត់ប្រកាសជាលក់ហើយបាទឲ្យកងដៃត្បូងមួយនេះតម្លៃ2ដំឡឹងបើអញចង់មកទាំង30នឹងអុយពិបាកគិតលេខណាស់វើយប្អូនប្រុសខ្ញុំយល់ហើយគឺលក់មកតែម្ដងអញ្ចឹងប៉ុណ្ណេះចុះកំឡោះយើងស្មានថាថៅកែលីឲ្យតែ2000ដំឡឹងក៏គិតថាគាត់ច្បាស់ជាឈ្មួញបោកប្រាស់មិនខានតែថៅកែលីបែរជាគិតថាកំឡោះយើងស្អប់ខ្ពើមលុយ20000ដំឡឹងតិចពេកក៏បន្តឲ្យដល់50000ដំឡឹងឃើញបែបនេះកំឡោះយើងគិតក្នុងចិត្តថា5000ដំឡឹងក៏មិនតិចដែរម្យ៉ាងគេអាចយកទៅដាក់ក្នុងចានកំណប់ដើម្បីគុណជា2ទៀតផងទើបតែរៀបនឹងយកព្រមទៅហើយស្រាប់តែថៅកែលីទាញក្រដាស់ប្រាក់50000ដំឡឹងចេញពីហោប៉ៅ50000ដំឡឹងបើអញនៅតែគិតថាតិចទៀតខ្ញុំឲ្យ70000យ៉ាងច្រើនបំផុត100,000ដំឡឹងតែម្ដងគ្រប់គ្រាន់ហើយអញ្ចឹងហើយកំឡោះយើងក៏រកបាន100,000ដំឡឹងពីកងដៃមួយគំនោនេះពេលនោះកូនចៅរបស់ស្រីស្អាតក៏នាំដំណឹងអាក្រក់មកប្រាប់ថាមានកំឡោះម្នាក់ឈ្មោះចាងស៊ឺហាវមកលោឡាក្នុងហាងក្រណាត់របស់ពួកគេថែមទាំងគំរាមថានឹងវាកំទេចហាងចោលទៀតផងគ្រាន់តែឈ្មោះចាងស៊ឺហាវភ្លាមកំឡោះយើងមានអារម្មណ៍ថាធ្លាប់ស្គាល់ណាស់ពេលមកដល់កន្លែងកើតហេតុទើបដឹងថាគេគឺជាអ្នកតាមញ៉ាំអតីតប្រពន្ធរបស់ខ្លួនហើយក៏ជាមេខ្លោងដែលធ្វើឲ្យគ្រួសារគេវិនាសអន្តរាយដែរគេបានកំងក្រណាត់8ដុំនៅទីនេះតាំងពីយូរមកហើយតែបែរជាទាមទារឲ្យក្រណាត់ទាំង8ដុំនេះមានសាច់ដូចគ្នាបេះបិទតែបើតាមកម្រិតស្នាដៃជាងឥឡូវនេះគឺមិនអាចធ្វើបានតតែសោះទើបគេចង់រកមនុស្សមកវាកំទេចហាងនេះចោលប៉ុន្តែអញធ្វើឲ្យយើងគូឈិនកុំចង់បញ្ចេញស្នាដៃពេកមែនហើយសូម្បីតែជាងដំបានដែលមានបទពិសោធន៍20ឆ្នាំនៅទីនេះក៏មិនអាចធ្វើតាមសំណើរបស់លោកម្ចាស់ចាំងបានដែរចុះទម្រាំតែឯងជាមនុស្សប្រុសទៀតនោះយើងសុខចិត្តសង្លុយគេទៅល្អជាងល្អតើសងមិនតិចទេណាគឺប្រាក់10000ដំឡឹងលោកកុំធ្វើហួសហេតុពេកណាមិនបាច់សងលុយទេចុះបើសិនជាខ្ញុំធ្វើបានវិញនោះបើសិនជាឯងធ្វើបានមិនត្រឹមតែរឿងថ្ងៃនេះត្រូវបានបញ្ចប់ទេយើងថែមទាំងឲ្យប្រាក់10000ដំឡឹងទៅអ្នកនាងសិនទៀតផងតែបើឯងធ្វើមិនបានទេយើងនឹងយកជីវិតឯងគូឈិននេះជារឿងហាងក្រណាត់ត្រកូលសិនរបស់ខ្ញុំមិនចង់ឲ្យលោកពាក់ព័ន្ធទេគូឈិនយើងទុកឱកាសឲ្យឯងមួយឲ្យតែឯងក្រាបបរមៀលចេញពីទ្វារធំនេះទៅរឿងនេះនឹងលែងពាក់ព័ន្ធនឹងឯងទៀតហើយបើមិនអញ្ចឹងទេយកជូកគូក្រណាត់មកឲ្យខ្ញុំមិនក៏អាចទៅរួចទាំងរបៀបដេរទាំងកម្លាំងដៃសូម្បីតែអារម្មណ៍ក្នុងក្រណាត់នឹងក៏ដូចគ្នាបេះបិទដែរនេះវាជាជំនាញកម្រិតទេវតាហើយខ្ញុំប្រឡូកក្នុងវិជ្ជាជីវៈនេះ40ឆ្នាំមកហើយមិនដែលឃើញរឿងបែបនេះសោះហើយមិញនេះនាងកងនីវគ្រាន់តែដេរលេងសោះក៏អាចធ្វើបានដល់ថ្នាក់នេះដែរចុះបើដាក់ចិត្តធ្វើវិញទៅនេះវាមិនអាចទៅរួចទេស្នាដៃប៉ាក់នេះខ្ញុំចំណាយលុយយ៉ាងច្រើនដើម្បីឲ្យលោកគ្រូលីជីងរ៉ាន់ដែលជាអ្នកប៉ាក់លេខ1នៅតំបន់ចង្ណានជាអ្នកធ្វើឲ្យខ្ញុំណាស្នាដៃលោកគ្រូលីគឺអស្ចារ្យដូចទេវតាចុះនាងមានសមត្ថភាពដល់ថ្នាក់នេះបានមិនទៅរឿងដែលលោកមិនដែលឃើញនៅមានច្រើនទៀតណាគូឈឹងបើទោះជានាងអាចប៉ាក់បានដល់ទៅ8ផ្ទាំងក៏មិនដែរខ្ញុំបានកក់គេទុក8ផ្ទាំងគឺត្រូវតែបាន8ផ្ទាំងមិនអាចខ្វះបានទេថ្ងៃនេះបើមិនបានតាមនឹងខ្ញុំនឹងវាហាងនេះចោលឲ្យមើល8ផ្ទាំងហ្នឹងមិនពិបាកទេមែនទេគូឈឹងនាងដឹងខ្លួនទេថាកំពុងនិយាយអ្វីហ្នឹងមែនហើយគូឈឹងអ្នកប៉ាក់ដែលមានបទពិសោធន៍ម្នាក់ត្រូវចំណាយពេលដល់ទៅ1ខែដើម្បីប៉ាក់ឲ្យបាន8ផ្ទាំងចុះទម្រាំតែក្រណាត់គុណភាពខ្ពស់បែបនេះទៀតយកក្រណាត់មកឲ្យខ្ញុំលោកបោះបង់ចោលទៅ
លោកគូឆឹងទោះបីជាទេវតាចុះមកក៏ដោយក៏លោកមិនអាចរកក្រណាត់ទាំង8ដុំនោះមកបានដែរលោកគូឆឹងលោកពិតជាខ្លាំងមែន នេះជាការត្បាញដោយដៃមែនទេហេតុអ្វីបានជាលឿនម្ល៉េះយ៉ាងម៉េចដែរប៉ុណ្ណឹងគ្រប់គ្រាន់ហើយមែនទេ ដូចគ្នាទាំងអស់តែម្ដង ចុះនេះជាអ្វីទៅយើងទៅវិញទៅលោកចាងតើលោកភ្លេចរឿងអ្វីមួយឬអត់លោកគូឆឹងចាំមើលចុះលើកក្រោយជួបគ្នាខ្ញុំនឹងធ្វើឲ្យលោកដឹងថាខ្ញុំជានរណាអ្នកមានគុណអរគុណខ្លាំងណាស់សម្រាប់ថ្ងៃនេះបើមិនបានលោកជួយទេខ្ញុំពិតជាមិនដឹងថាត្រូវធ្វើម៉េចឡើយ ចុះនាងចង់ឲ្យរង្វាន់អ្វីដល់ខ្ញុំដែរ អាមនុស្សឈួត ទៅវិញហើយយកលុយមកឲ្យខ្ញុំមើលសិនមក ខ្ញុំនៅមិនទាន់និយាយថាឲ្យអ្នកឯងផង ចម្លែកណាស់ឆ្នាំងមាសនេះមិនអាចចម្លងលុយបានដោយផ្ទាល់សោះមើលទៅត្រូវរកវិធីចម្លងរបស់មានតម្លៃយកទៅលក់សិនហើយ យូឈូតើអ្នកដឹងទេថានៅក្នុងក្រុងយូជៀវរបស់យើងអ្វីទៅដែលមានតម្លៃជាងគេ មាស លុយ 10000 តម្លឹងនេះខ្ចីខ្ញុំប្រើសិនមកតិចទៀតខ្ញុំសង្វិញទៅហើយណា មើលចុះ អូហូធំម្លេះ គូឈឿនអ្នកមកទីនេះធ្វើអីគូឈឿននឹងហើយមែនទេគូដណ្ដឹងចាស់របស់អ្នកពិតជាអ្នកក្រមែនឃើញហើយចង់តែចង្អោរ សួស្ដីខ្ញុំមកទិញមាស ទិញមាសមើលខ្លួនឯងផងស្លៀកពាក់បែបហ្នឹងមានលុយទិញដែរឬអត់ នេះ អូហូហេងម្លេះណាអ្នកឯង តែថាលុយ 10000 តម្លឹងនេះទិញបានតែម្ជុលចាក់សក់ថោកបំផុតរបស់យើងនេះឯង ទិញ លោកគូឈឿនលោកមិនមែនចង់ទិញអាមួយនេះយកទៅជូនសិនយូឈូទេមែនទេនាងមិនចូលចិត្តរបស់បែបនេះទេនឹងហើយរបស់តិចតួចប៉ុណ្ណឹងយកទៅជូនអ្នកណាទៅស៊ូយូឲ្យលោកស្រីពិតជាសម្រេចចិត្តត្រូវហើយដែលលោកចោលការដណ្ដឹងនេះបើនៅជាមួយមនុស្សប្រុសបែបនេះមិនមានក្តីសុខទេណាលោកគូឈឿនបើលោកខ្វះលុយលោកអាចប្រាប់ខ្ញុំបានយើងធ្លាប់ស្គាល់គ្នាខ្ញុំមិនមែនមិនឲ្យលោកខ្ចីនោះទេ មិនពាក់ព័ន្ធនឹងអ្នកទេហាងអ្នកអញទទួលទិញមាសយ៉ាងម៉េចដែរ ទទួលទិញតើទទួលទិញ អញ្ចឹងខ្ញុំចង់លក់វា ហះអាមនុស្សចង្រៃទៅតែទិញពីខ្ញុំទៅមិញឥឡូវចង់លក់មកឲ្យខ្ញុំវិញទៀតលោកមកលេងសើចនឹងខ្ញុំមែនទេ មិនមែនអ្នកអញទេដែលថាទទួលទិញមិញនេះ បានបញ្ចូលចាក់សក់នេះខ្ញុំលក់ឲ្យលោក 10000 តម្លឹងឥឡូវខ្ញុំទិញចូលវិញត្រឹមតែ 5000 តម្លឹងទេលោកព្រមទេ ពិតជាបាន គិតទៅនៅតែជាមនុស្សមកគូក្បាលមិនល្អមែន នេះ 5000 តម្លឹងយកទៅឲ្យស្រួលបួលកុំឲ្យជ្រុះណា ខ្ញុំនៅមានលក់ទៀត អ្នកឯងទៅរកមាសទាំងនេះមកពីណាបានច្រើនម្ល៉េះ សួរតែថាទិញឬមិនទិញទៅបានហើយ នេះប្រាក់ 20000 តម្លឹងលោកគូឈួនលោកមិនចាំបាច់ធ្វើរឿងបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ខ្ញុំទេម្ជុលមាសតម្លៃ 10000 តម្លឹងលោកលក់ឲ្យគេត្រឹម 5000 តម្លឹងលោកកំពុងតែខាតលុយឥតប្រយោជន៍ហើយ ខ្ញុំប្រាប់ហើយថាមិនពាក់ព័ន្ធនឹងអ្នកទេអ្នកស្រីម្ចាស់ហាងរបស់ដែលថ្លៃបំផុតនៅទីនេះតម្លៃប៉ុន្មានដែរ នេះចិត្តមាសនេះមានតម្លៃដល់ទៅ 1 លានតម្លឹងមាសឯណោះតែខ្ញុំជឿថាអ្នកមិនមានលទ្ធភាពទិញទេលើកលែងតែអ្នកអាចកំជុលមាស200ដើមមកដូរបាន គុំថាឡើយ200ដើមបើគេអាចយកមកបាន20ដើមថ្ងៃនេះខ្ញុំនឹងលុតជង្គង់សុំទោសអ្នកអញ្ចឹងចាំមើលទៅ 1 2 3 ប៉ុណ្ណឹងគ្រប់ហើយមែនទេ មិនអាចទៅរួចទេគាត់យកមកពីណាបានច្រើនម្ល៉េះ ព្រះនាងនេះគឺជាពំមាសជារបស់ព្រះនាងហើយខ្ញុំចាំបានថាមាននរណាម្នាក់ទើបតែនិយាយថានឹងលុតជង្គង់សុំទោសខ្ញុំ ខ្ញុំសូមព្រមានអ្នកកុំឲ្យវាហួសហេតុពេកទិញបានហើយម៉េចកុំប្រាប់ថាអ្នកចំណាយលុយអស់ពីខ្លួនដល់ថ្នាក់ថ្ងៃក្រោយគ្មានបាយហូបនោះចុះពំមាសនេះយកទៅធ្វើអីយកទៅអប់ដេតមែនទេ អ្នកណាថាខ្ញុំយកទៅតែថាប៉មធំម្លេះខ្ញុំក៏ដាក់ចូលហោប៉ៅមិនកើតដែរ មើលគាត់ចុះឈួតមែនហើយពំធំម្លេះនៅគិតចង់ដាក់ចូលហោប៉ៅទៀតដាក់ចូលបានមែនទេនេះ
ប៉ុំមែនទេ Pomអីគេនិយាយអីមិនដឹងរឿងសោះ អូមិត្តតូចតើយើងបានជួបគ្នាទៀតហើយមែនទេចុះលើកនេះមានអីមកផ្ដល់ឲ្យយើងទៀត ពណ៌នេះគុណភាពនេះពិតជាកម្រោកបានណាស់ចាំយើងពិនិត្យមើលឲ្យច្បាស់សិនមិត្តតូចឲ្យរបស់ដែលអ្នកយកមកនេះពិតជាមិនធម្មតាមែនខ្ញុំមើលមិនដឹងថាវាខុសគ្នាកន្លែងណាតតែសោះនិយាយគ្នាតាមត្រង់ចុះ 1000 ម៉ឺនតម្លឹងប្រាក់យកអត់ តម្លៃហ្នឹងក៏សមរម្យដែរ ល្អ1000 ម៉ឺនដំឡឹងមិនមែនតិចទេចាំខ្ញុំរាប់ឲ្យច្បាស់រួចនឹងយកទៅជូនដល់ផ្ទះអ្នកផ្ទាល់តើបានទេ បាន មិនមែនអ្នកធ្លាប់ប្រាប់ថាគូដណ្ដឹងរបស់អ្នកក្រីក្រខ្លាំងទេចុះមិនពេលនេះមើលទៅដូចជាអ្នកមានលុយចាយមិនអស់ទៅវិញ បោះបង់ខ្ញុំគឺបោះបង់ខ្ញុំហើយសូម្បីតែទ្រព្យសម្បត្តិគ្រួសារខ្លួនឯងក៏រក្សាទុកមិនបានដែរចេះតែរឿងតូចតាចបែបនេះតើអាចធ្វើអ្វីបានទៅនៅតែលោកចាំងដែលឆ្លាតវៃលោកគ្រាន់តែប្រើល្បិចបន្តិចបន្តួចក៏ធ្វើឲ្យគ្រួសារតកូគូទាំងមូលត្រូវវិនាសអន្តរាយហើយសូម្បីតែផ្ទះនេះក៏ក្លាយជារបស់លោកដែរឲ្យគុំនិយាយពីគេអីតោះទៅវិញទៅសុំទោសតើលោកប្រុសគូនៅផ្ទះទេតើឯងដើរខុសផ្ទះហើយមែនទេទីនេះវាបានក្លាយជាផ្ទះត្រកូលចាំងយូរមកហើយគួរឲ្យស្ដាយណាស់សម្រាប់ប្រាក់ 1200 ដំឡឹងនេះពួកយើងត្រឡប់ទៅវិញសិនទៅចាំបន្តិចលោកប្រុសគូដែលអ្នកនិយាយតើគឺជាគូឈឿនមែនទេលោកប្រុសគូដែលអ្នកនិយាយតើគឺជាគូឈឿនមែនទេគូឈឿនគឺជាបងប្អូនរបស់ខ្ញុំតាំងពីតូចប្រាក់នេះអ្នកទុកសិនចុះខ្ញុំនឹងយកទៅឲ្យគេឲ្យតើពិតមែនឬប្អូនខ្ញុំជាអ្នកមានបំផុតនៅយូជូតើគេនឹងបោកអ្នកធ្វើអ្វីល្អណាស់បើអញ្ចឹងទុកប្រាក់នេះឲ្យលោកប្រុសចាំងសិនចុះខ្ញុំចាស់ហើយសុំលាហើយ យើងមានលៀបហើយបងឆៃយើងមានលៀបហើយចុះបើអាម្នាក់ឈ្មោះគូឈឹងនោះមករកដល់ផ្ទះតើយើងត្រូវធ្វើម៉េចទៅ អាយអាម្នាក់នោះវាអ្នកក្រតោបយ៉ាក់តើមានអ្នកណាជឿថាវាមានប្រាក់ 1000 ម៉ឺនទៅសងប្រាក់ខ្ញុំមកសងប្រាក់ឯងក៏បានដែរប៉ុន្តែឯងត្រូវមកប្រកួតចូលសត្វល្អិតជាមួយបងឆៃរបស់ខ្ញុំសិនបើឯងឈ្នះខ្ញុំនឹងសងប្រាក់ 1000 ម៉ឺននោះវិញទាំងអស់ប៉ុន្តែបើឯងចាញ់ខ្ញុំនឹងយកជីវិតឯងសត្វល្អិតរបស់បងឆៃ2ឆ្នាំមកនេះនៅក្រុងយូជូគឺគ្មានអ្នកណាឈ្នះឡើយគូឈឹងឲ្យឯងរងចាំស្លាប់ទៅកុំថាឡើយឯងឈ្នះសត្វល្អិតរបស់ខ្ញុំទោះបីឯងប្រកួតស្មើក៏ខ្ញុំរាប់ថាឯងឈ្នះដែរឯងនិយាយមែនទេប្រកួតស្មើខ្ញុំយកកូនចានមាសទៅចម្លងឲ្យដូចបេះបិទទៅក៏បានដែរគូឈឹងឯងឈួតហើយមែនទេឯងដឹងទេថាបងឆៃខ្ញុំកាន់អ្វីសត្វល្អិតមួយក្បាលនេះរបស់ខ្ញុំអាចទិញជីវិតឯងបានកុំនិយាយច្រើនពេកកុំចុះសត្វល្អិតរបស់ឯងវិញឯងកុំតន់អីចាំបន្តិចទៀតឯងនឹងដឹងហើយនេះហើយមែនទេជាសត្វល្អិតរបស់បងឆេដែលគេហៅថាគូបេវ៉ាំងនោះគ្រាន់តែឃើញវាភ្លាមក៏មានអារម្មណ៍ថាខ្លាចចោលដល់ថ្នាក់នេះទៅហើយនឹកឃើញកាលពីមុនពេលដែលឈូឆេងឆេងដែលមានកម្រិតមធ្យមបានប្រកួតជាមួយគាត់មិនដល់3វិនាទីផងក៏ត្រូវលុតជង្គង់ចុះចាញ់បាត់ទៅហើយកម្រិតមធ្យមអីតើឯងដឹងទេថាបងឆេចំណាយលុយប៉ុន្មានដើម្បីទិញគូបេវ៉ាំងនេះ 1000 ម៉ឺនដំឡឹងប្រាក់ឯណោះវ៉ាឲ្យតែខ្ញុំលក់ទ្រព្យសម្បត្តិក្នុងផ្ទះខ្ញុំអស់ក៏មិនប្រកាសថាបានលុយច្រើនដល់ថ្នាក់នេះដែរដូច្នេះហើយអាម្នាក់នោះចាញ់ដាច់តែម្ដងចុះសត្វល្អិតរបស់ឯងវិញកុំតន់អល់អីខ្ញុំធ្លាប់ពីគេនិយាយយូរមកហើយថាខូបេវ៉ាំងរបស់បងឆេគឺខ្លាំងពូកែគ្មានគូប្រៀបតើអាចឲ្យខ្ញុំបានឃើញផ្ទាល់ភ្នែកម្ដងបានទេមិនក៏អញ្ចឹងរបស់នេះមានតម្លៃដល់ថ្នាក់នឹងមែនទេគិតថាឆេឆេងដែលជាកូនអ្នកមានម្នាក់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានសីលធម៌ល្អតែតាមពិតទៅសុទ្ធតែជារឿងកុហកទាំងអស់លោកឆេឲ្យគេមើលទៅឲ្យគេបានចាញ់ដោយអស់ចិត្តទៅបានតែឯងកុំមកបដិសេធឲ្យសោះបើមិនអញ្ចឹងទេខ្ញុំមិនលើកលែងឲ្យឯងឡើយឯងនេះចង់លេងក្បាច់ស្លាប់មែនទេចុះក្បាច់អីទៅវិញឯងធ្វើបែបនេះចង់បិទផ្លូវស្ដេចអុករបស់ខ្ញុំមែនទេមើលឯងធ្វើមុខតូចចិត្តទៅចុះអុករបស់ឯងថ្ងៃណាឆាប់យកមកមើលអូអាមួយនេះយកអុកមកមើលទៅដូចជាអុករបស់លោកប្រុសឆៃដែរតាមិនក៏អាចទៅរួចអាម្នាក់នោះមើលទៅក្រលំបាកណាស់សូម្បីតែបាយក៏គ្មានហូបផងមានលុយឯណាទិញអុកប្រហែលជាទំនិញសល់ពីហាងអុកទេដឹងអុករបស់ឯងនឹងគេហៅថាអីដែរវាឈ្មោះថាអុកស្ដេចអញ្ចឹងមកតែយើងត្រូវនិយាយគ្នាឲ្យច្បាស់សិនបើស្មើគ្នាគឺចាត់ទុកថាខ្ញុំឈ្នះខ្ញុំនិយាយពាក្យណាគឺពាក្យហ្នឹងមិនចេះត្រឡប់ត្រលិនទេនិយាយមិនគឺមិនបានទៅ
ចាប់ផ្ដើមតើវាអាចទៅរួចយ៉ាងម៉េចទៅត្រឹមតែជាអុកស្ដេចបិសាចមួយនេះអាចតាំងជាមួយស្ដេចអុកបានដល់ទៅ30ក្បាច់ហើយថែមទាំងមិនចាញ់ទៀតផងមិនត្រឹមតែមិនចាញ់ទេទាំងក្បាច់ដើរអុកនិងកាយវិការរបស់ពួកគេទាំងពីរគឺដូចគ្នាបេះបិទតែម្ដង3ឆ្នាំហើយ3ឆ្នាំពេញហើយដែលនៅក្នុងក្រុងយូជូនេះគ្មានអ្នកលេងអុកណាអាចតាំងជាមួយស្ដេចអុកបានឡើយមិនអាចទៅរួចទេអ្នកលេងអុកម្នាក់នេះអាចតាំងជាមួយអុកស្ដេចបិសាចរបស់ខ្ញុំបានខ្ញុំមិនជឿទេងាប់ហើយស្មើគ្នាទៅហើយស្មើគ្នាពិតមែនយ៉ាងម៉េចដែរក្នុងនៅពេលដែលស្មើគ្នាហើយក៏ត្រូវតែទទួលស្គាល់លទ្ធផលទៅទុកលុយចោលហើយឆាប់ទៅបាត់ទៅម្ចាស់របស់អ្នកត្រឡប់មកវិញហើយលោកកូមានរឿងអីបានជាប្រញាប់ម្ល៉េះអ្នកនាងយូឈូរបស់ខ្ញុំចង់អញ្ជើញលោកទៅចូលរួមពិធីជប់លៀងអ្នកនាងយូឈូហ្នឹងជប់លៀងហើយនៅចង់មករករឿងខ្ញុំទៀតទៅចាស់បងអ៊ូចបន្ទប់ខ្ញុំបែកការពីប៉ុន្មានថ្ងៃមុនខ្ញុំក៏ទិញកញ្ចក់មួយផ្ទាំងមកដាក់មិននឹកស្មានថាវាថ្លៃដល់ទៅ80000ដំឡឹងឯណោះហានេះវាថ្លៃហួសហេតុពេកហើយនឹងហើយថ្មីនេះទំនិញឡើងថ្លៃខ្លាំងណាស់តែលោកប៉ានៅតែទិញគ្រឿងអលង្ការផ្ដេសផ្ដាស់ឲ្យខ្ញុំអ្នកមើលចុះគ្រាន់តែចូលសក់មួយនេះក៏មានតម្លៃដល់ទៅ2000000ដំឡឹងដែរលោកប៉ារបស់អ្នកពិតជាស្រឡាញ់អ្នកខ្លាំងណាស់ត្រឹមតែ2000000ដំឡឹងតើវាមានតម្លៃអ្វីទៅត្បូងយប់ដែលខ្ញុំកាន់នេះមានតម្លៃដល់ទៅ100000ដំឡឹងឯណោះពន្លឺវាច្បាស់ល្អពណ៌ក៏ស្រស់ស្អាតគ្រាន់តែដាក់ជាប់ខ្លួនក៏អាចជួយឲ្យអាយុវែងបានដែរវ៉ានេះជាត្បូងយប់ពិតមែនត្បូងយប់កម្រិតនេះទោះមានលុយក៏ប្រហែលជាទិញមិនបានដែរនឹងហើយត្បូងយប់ល្អបែបនេះគឺកម្ររកបានណាស់បើមិនមែនជាអ្នកមានសមត្ថភាពខ្លាំងពូកែទេនោះមានលុយច្រើនប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរនឹងហើយតែពេលនេះខ្ញុំចង់ជូនវាទៅអ្នកនាងស៊ូយូអ្នកនាងចូលចិត្តទេអរគុណបងស្រីអ្នកនាងឆាប់ទទួលយកទៅគុជខ្យងយីមីងជូនេះជានិមិត្តរូបនៃឋានៈណាកម្រណាស់ដែលលោកចាងមានចិត្តដល់ថ្នាក់នេះនឹងហើយលោកចាងពិតជាល្អជាមួយបងស្រីខ្លាំងណាស់បើជាខ្ញុំវិញប្រហែលជាព្រមរៀបការជាមួយលោកចាងតាំងពីយូរមកហើយសំណាងហើយដែលពេលនេះនៅក្បែរបងស្រីគឺលោកចាងបើនៅជាមួយអាមនោះឥតប្រយោជន៍គូឆឹងវិញកុំថាឡើយគុជខ្យងសំបីតែបាយហូបក៏ប្រហែលជាគ្មានផងអ្នកណាថាខ្ញុំគ្មានគុជខ្យងយីមីងជូមិនមែនទេគូឆឹងឯងនេះហេតុអ្វីក៏តាមរំខានមិនឈប់បែបនេះឯងមើលផងចុះទីនេះជាកន្លែងដែលឯងគួរមកមែនទេនឹងហើយអ្នកដែលមកចូលរួមពិធីជប់លៀងថ្ងៃនេះសុទ្ធតែជាអ្នកមានមុខមាត់ទាំងនោះឯងមើលខ្លួនឯងទៅមើលមានតែក្លិនក្រីក្រឯងមកទីនេះធ្វើអីមកសុំទានមែនទេគូឆឹងឯងនៅមិនទាន់កាត់ចិត្តពីខ្ញុំទៀតមែនទេឯងហ៊ានតាមមករំខានខ្ញុំដល់ទីនេះទៀតគឺខ្ញុំទេដែលនាំនាងមកអូនឹកស្មានថាខ្លួនឯងមានសំណាងបានតោងក្នុងកញ្ញាសិនទៅចុះខ្ញុំប្រាប់ឲ្យដឹងចុះគូឈឿនថ្ងៃនេះលោកសិនមិននៅទេមិនថាអ្នកឬក៏សិនយូឈោក្នុងភ្នែកខ្ញុំគឺគ្រាន់តែជាស្រមោចមួយក្បាលប៉ុណ្ណោះខ្ញុំសូមណែនាំអ្នកកុំមកដើររញ៉េញ៉ៃនៅមុខខ្ញុំនិងស៊ូយេទៀតអីត្រឡប់ទៅវិញទៅកុំមកធ្វើបាបគេខ្លាំងពេកខ្ញុំធ្វើបាបគេខ្លាំងពេកមែនទេមិញនេះអ្នកណាថាខ្ញុំគ្មានត្បូងយេមីងជូបើអញ្ចឹងយកវាចេញមកមើលបើថ្ងៃនេះអ្នកអាចយកត្បូងយេមីងជូមួយគ្រាប់មកបង្ហាញបានខ្ញុំនឹងគោរពអ្នកនេះជាពាក្យរបស់អ្នកណាអញ្ចឹងយកមកមើលមកប៉ុន្តែតើអ្នកអាចឲ្យខ្ញុំខ្ចីត្បូងយេមីងជូរបស់អ្នកមើលបន្តិចបានទេមិនមែនអ្នកមានមែនទេខ្ញុំគ្រាន់តែចង់ដឹងថាវាដូចនឹងរបស់អ្នកដែរឬអត់ប្រហែលជាមិនស្អាតដូចរបស់អ្នកទេយ៉ាងណាក៏ដោយរបស់គេនេះមានតម្លៃរាប់លានឯណោះឲ្យគេឃើញឲ្យច្បាស់ទៅបើអញធ្វើវាខូចគឺលោកផ្ទះសម្បែងសងក៏មិនគ្រប់ដែរពួកអ្នកមើលចុះឃើញមុខគាត់អត់ដឹងអីហ្នឹងរបស់បែបនេះគាត់គ្មានថ្ងៃបានកាន់វាពេញមួយជីវិតទេបើមិនឆ្លៀតឱកាសនេះប៉ះវាឲ្យហើយទេទៅមុខទៀតគឺគ្មានឱកាសទៀតហើយលោកឈប់មើលទៅចង់បានមួយដែរឬអត់ហាអូយស្ដាប់មើលមិញនេះលោកគាត់សួរថាចង់បានមួយដែរឬអត់បើគាត់ចង់បានមែនតើឯងមានឲ្យគាត់ទេខ្ញុំឲ្យបានតើអញ្ចឹងឲ្យទៅធ្វើអីហ្នឹងខ្ញុំគ្រាន់តែចង់ដឹងថាវាអាចជួយឲ្យអាយុវែងបានមែនឬអត់មើលមុខឯងចុះនេះយកទៅបើត្បូងរបស់ខ្ញុំនេះខូចខាតបន្តិចបន្តួចខ្ញុំនឹងបញ្ជូនគ្រួសារឯងទៅតាមនឹងទាំងអស់មើលឯងកុំឲ្យតែតូចចិត្តពេកអីក៏គ្រាន់តែជាត្បូងមួយគ្រាប់ហ្នឹង
នេះយកទៅខ្ញុំជូនអ្នក ពិតជាមានមែនមិនត្រឹមតែមានទេគុណភាពត្បូងនេះគឺមិនចាញ់របស់លោកយ៉ាងឡើយ ខ្ញុំនិយាយមិនខុសទេមែនទេខ្ញុំថាមានគឺមានហើយវាមិនមែនមានតែមួយគ្រាប់នោះទេ អ្វីមិនមែនមានតែមួយគ្រាប់ទេ ម្នាក់មួយគ្រាប់ទៅក៏គ្រាន់តែជាត្បូងមួយគ្រាប់ដែរធ្វើដូចជារបស់មានតម្លៃខ្លាំងណាស់មានអ្វីប្លែកទៅ លោកក៏តើលោកចង់ជូនពួកយើងពិតមែនឬត្បូងនេះមានតម្លៃដល់ទៅជាង10លានឯណោះ យកទៅ គេឆែនលោកមិនមែនទើបតែលោកចោលការភ្ជាប់ពាក្យជាមួយឆៃស៊ីទេមើលមកខ្ញុំវិញគ្រួសារខ្ញុំនៅទីក្រុងយូសាវក៏ជាត្រកូលធំមួយដែររៀបការជាមួយខ្ញុំលោកមិនខាតបង់ទេអូយកុំគិតច្រើនពេកអីលោកមានទ្រព្យសម្បត្តិស្តុកស្តម្ភរំលឹងតើគាត់អាចមើលឃើញទ្រព្យសម្បត្តិបន្តិចបន្តួចរបស់ផ្ទះនាងដែរឬលោកជ្រើសរើសខ្ញុំទៅឪពុកខ្ញុំជាមន្ត្រីរាជការបើលោកយកខ្ញុំ ព្រះអង្គអាចឲ្យអ្នកឈប់រំខានដល់ព្រះនាងបានទេពួកអ្នកទាំងអស់គ្នាឈប់ឆ្លោះគ្នាទៅ ពួកអ្នកមិនឃើញទេថាព្រះនាងមានម្ចាស់ចិត្តរួចទៅហើយនោះព្រះនាងឲ្យនឹកខ្ញុំផងខ្ញុំព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីព្រះនាង ម្នាក់ឈប់មកទៅពួកអ្នកទាំងអស់គ្នាពិតជាល្ងងមែនគ្រាន់តែឃើញត្បូងមួយគ្រាប់សោះក៏នាំគ្នាឆ្លោះដល់ថ្នាក់នេះទៅហើយ បើខ្លាំងមែនចុះហេតុអ្វីមិនទិញជូនទៅគ្រាន់តែត្បូងមួយគ្រាប់សោះធ្វើដូចជាមានតម្លៃខ្លាំងណាស់អញ្ចឹងមើលគេផងចុះគេមានច្រើនណាស់តែគេមិនដែលនិយាយអ្វីផងគឺពិតជាអញ្ចឹងមែន ពួកអ្នក ខ្ញុំចង់និយាយជាមួយអ្នកដោយឡែកបន្តិច មិនអីទេ កុំបារម្ភអីខ្ញុំមិនអាក្រក់ដូចដែលអ្នកគិតនោះទេ ស៊ូយូអ្នករកខ្ញុំមានការអ្វី ខ្ញុំរកអ្នកគឺចង់ប្រាប់ថាកុំធ្វើរឿងឈួតទាំងនោះទៀតអី រឿងឈួតអញ្ចឹងឬ អ្នកឯងនេះចម្លែកមែនឲ្យគេទាំង10ជាងគ្រាប់បែបនេះខ្ញុំទទួលស្គាល់ថាអ្នកធ្វើបែបនេះពិតជាធ្វើឲ្យអ្នកលេចធ្លោខ្លាំងណាស់នៅចំពោះមុខខ្ញុំប៉ុន្តែចុះអ្នកវិញនឹងទៅជាយ៉ាងណាបើអស់លុយហើយតើជីវិតអ្នកទៅមុខយ៉ាងម៉េចទៅ អ្នកកំពុងបារម្ភពីខ្ញុំមែនទេ កុំទៅប្រច័ណ្ឌជាមួយយ៉ាងស៊ីហៅអីគេមានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់ចុះអ្នកវិញខ្ញុំមិនស្គាល់គេចុះខ្ញុំមិនស្គាល់អ្នកទេអ្នកធ្វើបែបនេះមិនមានផលល្អអ្វីដល់អ្នកទេណា ស៊ីវឲ្យតាមពិតទៅខ្ញុំមិនមែនធ្វើព្រោះតែអ្នកទេ បានហើយកុំនិយាយទៀតអីខ្ញុំទទួលស្គាល់ថាកាលពីមុនខ្ញុំបដិសេធអ្នកធ្វើឲ្យអ្នកបាត់បង់មុខមាត់អស់ហើយប៉ុន្តែអ្នកក៏មិនគួរប្រើវិធីមើលងាយខ្លួនឯងបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ខ្ញុំដែរខ្ញុំប្រាប់ឲ្យដឹងណាខ្ញុំមិនចូលចិត្តអ្នកទេ ស៊ីវតើត្រូវឲ្យខ្ញុំនិយាយប៉ុន្មានដងទៀតខ្ញុំមិនមែន អ្នកមិនបាច់បញ្យល់ទៀតទេខ្ញុំនិយាយតែប៉ុណ្្នឹងទេសួស្ដីជួយការពារខ្លួនឯងផងណាមែនហើយបើថ្ងៃក្រោយអ្នកគ្មានលុយទិញបាយហូបទេអាចមករកខ្ញុំបានខ្ញុំនឹងជួយអ្នក មិនមែនទេហេស្រីម្នាក់នេះ គូឆឹងស្រីម្នាក់នៅសាលាស៊ីស៊ូនឹងគេទើបតែនិយាយអ្វីជាមួយអ្នក គេនិយាយថា តានតឹងធ្វើអី ខ្ញុំនៅតែបារម្ភថានាងនឹងធ្វើរឿងមិនល្អដាក់អ្នក កុំបារម្ភអីនាងមិនមែនជាមនុស្សអាក្រក់ទេហើយខ្ញុំមានអារម្មណ៍ថានាងមានចិត្តលើខ្ញុំ អ្នកថាអ្វីណា មានចិត្តលើអ្នកកុំវីអី បានហើយយើងទៅខាងនោះវិញទៅកម្មវិធីតាំងបង្ហាញគ្រឿងអលង្ការចិត្តចាប់ផ្ដើមហើយអានឹងហើយដែលជាកម្មវិធីសំខាន់បំផុតនៅថ្ងៃនេះ អញ្ចឹងមិនមែនមានន័យថាខ្ញុំអាចប្រើគ្រឿងអលង្ការបានយ៉ាងសប្បាយចិត្តមែនទេរបស់នេះហេអាចរកលុយបានច្រើនណាស់ទៅ អ្វីទៅនេះជាមេដាយមាសលើកលែងទោសប្រហារជីវិតដែលព្រះមហាក្សត្រប្រទានឲ្យមែនទេ ពិតមែនហើយកាលពីសម័យអតីតព្រះមហាក្សត្រទ្រង់បានប្រទានមេដាយមាសនេះតែ5មួយប៉ុណ្ណោះដែលអាចជួយឲ្យអ្នកកាន់មេដាយនេះរួចផុតពីទោសប្រហារជីវិតបានតែគួរឲ្យស្ដាយខ្ញុំចាស់ជរាទៅហើយហើយក៏គ្មានកម្លាំងនឹងចិញ្ចឹមកូនចៅដែរទើបសម្រេចចិត្តយកវាមកលក់បែបនេះ មេដាយមាសលើកលែងទោសប្រហារជីវិតនេះគឺជាវត្ថុដ៏មានតម្លៃដែលអាចការពារគ្រួសារទាំងមូលបានលើកលែងតែបកក្បត់ជាតិទោសប្រហារជីវិតគ្រប់យ៉ាងសុទ្ធតែអាចលើកលែងបានទាំងអស់ ប្រសិនបើយើងមានរបស់នេះតើត្រកូលជាងរបស់យើងមិនអាចក្លាយជាត្រកូលអភិជនដ៏ល្បីល្បាញបានភ្លាមទេ និយាយត្រូវហើយបើបានមេដាយមាសនេះមកក្នុងដៃតើខ្ញុំមិនអាចរកលេសសម្រាប់ Fu Chen បានដោយស្របច្បាប់ទេតើមេដាយនេះតម្លៃប៉ុន្មានដែរ
40 លានប្រាក់40លានដំឡឹងបាននិយាយទៅអ្នកដែលអាចមានប្រាក់ច្រើនដល់ថ្នាក់នេះក្នុងចំណោមពួកយើងប្រហែលជាមានតែលោកចាំងម្នាក់គត់ម្យ៉ាងវិញទៀតមេដាយលើកលែងទោសស្លាប់នេះមិនដឹងថាពិតឬខ្លាំងនោះទេបើវាជារបស់ពិតក៏មិនអីដែរតែបើវាជារបស់ខ្លាំងវិញត្រកូលសាងប៉ុន្មានឆ្នាំនេះមិនសូវជាល្អប៉ុន្មានទេបើហ៊ានយកទ្រព្យសម្បត្តិស្ទើរតែទាំងអស់ទៅភ្នាល់លើមេដាយលើកលែងទោសនេះខ្ញុំថាវាជាការសម្រេចចិត្តដ៏គ្រោះថ្នាក់មួយលោកទូតើលោកអាចជួយពិនិត្យមើលមេដាយមាសនេះឲ្យខ្ញុំបានទេថាវាជារបស់ពិតឬអត់លោកទូមេដាយមាសនេះជារបស់ពិតមែនលោកមើលក្បាច់នេះចុះមានតែជាងឆ្លាក់របស់រាជវាំងទេទើបអាចឆ្លាក់បានបែបនេះហើយនៅផ្នែកខាងក្រោយនេះទៀតមានទាំងត្រាព្រះរាជសាររបស់អធិរាជទៀតរបស់នេះមិនអាចคล้ายបានឡើយមេដាយនេះអាចការពារត្រកូលសាងខ្ញុំឲ្យមានសុវត្ថិភាពគ្រប់ចំនួនហើយថែមទាំងអាចយកជីវិតរបស់គូឈឹងបានទៀតផងណា40លានខ្ញុំទិញលោកម្ចាស់យ៉ាងមិនមែនមានជីវិតថោកទាបទេហេតុអ្វីហ៊ានចំណាយលុយច្រើនម្ល៉េះគេជេនកុំទាន់អាលអ៊ូតខ្លួនពេកចាំខ្ញុំយកមេដាយលើកលែងទោសនេះបានសិនចាំមើលខ្ញុំកាត់ក្បាលឯងចោលលោកម្ចាស់យ៉ាងពិតជាចិត្តធំមែន40លានលើកទី1 40លានលើកទី2ឯងជានរណាហ៊ានដណ្ដើមរបស់ដែលលោកម្ចាស់យ៉ាងចង់ស្លាប់មែនទេម្សិលមិញឯងនៅលេងចូលចង្រិតសោះថ្ងៃនេះបែរជាហ៊ានចំណាយគូចខ្យងរាប់សិបគ្រាប់ទៀតឯងមានលុយមែនទេបានជាហ៊ានដេញថ្លៃផ្ដេសផ្ដាសបែបនេះឯងចង់យកជីវិតខ្ញុំទៅហើយតើឲ្យខ្ញុំនៅស្ងៀមឲ្យឯងសម្លាប់ឬ90លាន100លានអូយឯងមានលុយ100លានមែនទេកុំឲ្យតែដល់ពេលដេញថ្លៃបានហើយគ្មានលុយសង្វិញណានឹងហើយកុំឲ្យតែឯងមកបង្កឆ្លាចលឲ្យសោះបើមានលុយពិតមែនចាំនិយាយគ្នាលោកម្ចាស់យ៉ាងនិយាយត្រូវហើយលោកម្ចាស់ហ្គេលោកក៏មិនចង់ឲ្យខ្ញុំពិបាកចិត្តដែរមែនទេហាសោះទៀតហើយខ្ចីត្បូងយីមីងជូនឹងប្រើបន្តិចសិនមកចាំងសាងត្បូងយីមីងជូមួយគ្រាប់នេះតម្លៃ 1000 ម៉ឺនដំឡឹងមែនទេមែនហើយចុះបើខ្ញុំយក10គ្រាប់វិញមិនមែនទេអាក្មេងឈ្មោះគូឈឹងនឹងទើបតែជូនត្បូងយីមីងជូទៅ10ជាងគ្រាប់មិញនេះឥឡូវបែរជាដកចេញមក10គ្រាប់ទៀតមិនធម្មតាទេណាសម្រាប់មនុស្សធម្មតាត្បូងយីមីងជូនេះគឺជាទ្រព្យសម្បត្តិមរតកដ៏កម្រណាស់ប៉ុន្តែដល់ដៃលោកប្រុសគូបែរជាคล้ายជារបស់ងាយស្រួលប្រើទៅវិញរឿងនេះមិនអាចទៅរួចទេខ្ញុំដឹងហើយអ្នកកំពុងតែធ្វើរបស់ខ្លាំងខ្លាយពិតឬខ្លាំងខ្លាយលោកប្រុសទូគ្រាន់តែមើលទៅនឹងដឹងហើយលោកប្រុសទូលោកកុំព្រោះតែរឿងនេះអីឯងនឹងត្រូវអាម៉ាស់មុខមិនខានពិតឬមិនពិតត្បូងយកនេះគឺជារបស់ពិតលោកកូនប្រុសថេងខ្វានគាត់មកពីត្រកូលចំណាស់ជាងគេបំផុតក្នុងក្រុងយឺតនេះត្រកូលយឺមួយនេះរបស់របរដែលគេឃើញតាំងពីតូចមកគឺច្រើនជាងស្រីដែលពួកយើងធ្លាប់ឃើញទៅទៀតបើគាត់ថាពិតគឺពិតប្រាកដមែនហើយចុះឥឡូវខ្ញុំអាចដាក់ថ្លៃ100លានបានហើយមែនទេ300លានខ្ញុំមិនជឿទេថាឯងនៅមានត្បូងយកនេះទៀតលោកប្រុសស្បៀងផ្ទះយើងមិនសូវសល់ប៉ុន្មានទេណាហេតុអ្វីមិនប្រញាប់ទៅខ្ចីលុយពីកន្លែងបញ្ចាំទៀត300លានលោកកូនប្រុសឆែងពិតជាចិត្តទូលីមែន300លានលើកទី1 300លានលើកទី2 300លានអាមួយនេះពិតជាឯងចង់តោះជាមួយខ្ញុំមែនទេចាំដល់ពេលខ្ញុំបានមេដាយរួចផុតពីទោសនេះខ្ញុំនឹងយកជីវិតឯងហើយឯងទៀតខ្ញុំនឹងចាប់ឯងទៅឃុំក្នុងគុកហ្វេងសែឲ្យឯងរស់មិនបានស្លាប់មិនរួច500លានជាប់អន្ទាក់ហើយលោកកាប់500លានហើយតើលោកនៅចង់ដំឡើងថ្លៃទៀតទេលែងដំឡើងហើយបើដំឡើងទៀតលោកយ៉ាងប្រហែលជាគ្មានលទ្ធភាពទិញទៀតទេល្អណាស់សូមអបអរសាទរលោកយ៉ាងដែលបានដេញថ្លៃមេដាយមាសនេះបានក្នុងតម្លៃ500លានគេឆែនមិនមែនលោកចង់ដណ្ដើមជាមួយខ្ញុំទេមិនក៏លែងដំឡើងថ្លៃអស់លុយហើយមែនទេលោកយ៉ាងចំណាយ500លានទិញមេដាយមាសនេះខ្លាចក្រែងតែអស់លុយពីហោប៉ៅហើយមើលទៅខ្ញុំគ្រាន់តែអស់លុយតែលោកវិញគឺអស់ជីវិតមែនឬបើអញ្ចឹងខ្ញុំប្រាប់ឲ្យចុះមេដាយមាសដែលលោកចំណាយ500លានទិញមកនឹងគឺជារបស់ខ្លាំងខ្លាយទេខ្ញុំថាលោកពិតជាឈួតហើយលោកមិនត្រឹមតែជឿលើមនុស្សចំណិតរបស់ស្ដេចទេឬមួយលោកមិនជឿលើការវិតម្លៃរបស់ថេងខ្វានចុងបើអញ្ចឹងយកមកឲ្យខ្ញុំមើលមកខ្ញុំនឹងប្រាប់លោកថាវាពិតត្រង់ណាហើយខ្លាំងខ្លាយត្រង់ណា
បានបើថ្ងៃនេះឯងមិនអាចពន្យល់រឿងនេះឲ្យច្បាស់ទេកុំបន្ទោសថាខ្ញុំមិនដឹងអីខ្ញុំនឹងកាត់ទោសឯងនៅទីនេះតែម្ដងលោកកងបាននិយាយថាមេដាយលើកលែងទោសស្លាប់នេះព្រះចៅអធិរាជជំនាន់មុនបានចេញឲ្យតែ5មួយផ្ទាំងប៉ុណ្ណោះត្រូវហើយឯងស្មានថាវាដូចជាត្បូងយាមីងជូររបស់ឯងដែលផលិតបានរាប់រយរាប់ពាន់គ្រាប់មែនទេចុះបើខ្ញុំអាចយកទាំងទី5មកបង្ហាញបានវិញមិនអាចទៅរួចទេមេដាយនេះគឺព្រះចៅអធិរាជទ្រង់ប្រទានឲ្យដោយផ្ទាល់ដៃណាឯងចង់ធ្វើអីឯងពិតជាចង់បោកយកមេដាយលើកលែងទោសស្លាប់របស់ខ្ញុំមែនមិនមែនទេខ្ញុំមិនត្រឹមតែយកមកពីផ្ទាំងទេខ្ញុំថែមទាំងយកមកដល់5ផ្ទាំងទៀតផងអន់ណាស់របស់ដែលព្រះចៅអធិរាជប្រទានឲ្យក៏ឯងហ៊ានខ្លាញ់បន្លំដែរឬនេះវាទុកក្បត់នឹងព្រះមហាក្សត្រណាខ្ញុំគ្រាន់តែមើលមួយផ្លែតក៏ដឹងថាអាណាពិតអាណាខ្លាញ់ដែរលោកចាំងរបស់ខ្ញុំនេះហើយទើបជាវត្ថុពិតមិនមែនទេរបស់ពិតគឺនៅក្នុងដៃខ្ញុំនេះមេដាយនេះខ្ញុំមើលឃើញពេញមួយជីវិតទៅហើយមិនអាចទៅរួចទេដែលជារបស់ខ្លាញ់តានេះវាស្អីទៅតាមួយណាជារបស់ខ្ញុំឲ្យពិតប្រាកដទៅឯងមិនមែនជាអ្នកជំនាញខាងវិតម្លៃមែនទេតាមួយណាជារបស់ដែលខ្ញុំទិញមកពេលដែលខ្ញុំយកមេដាយនេះទៅបើវាជារបស់ខ្លាញ់តើព្រះមហាក្សត្រមិនដាក់ទោសខ្ញុំពីបកក្បត់ទេមិនអីទេសូម្បីតែខ្ញុំក៏មើលមិនដឹងថាពិតឬខ្លាញ់ដែរចុះទម្រាំតែព្រះមហាក្សត្រវិញក៏ប្រហែលជាមើលមិនដឹងដែរអ្នកឯងគ្រាន់តែប្រាប់ថាវាជារបស់ពិតទៅគ្មានបញ្ហាអ្វីទេទៅងាប់ទៅឯងគិតថាព្រះមហាក្សត្រងងមែនទេលោកតើការទទួលស្គាល់ថាមេដាយក្នុងដៃលោកជារបស់ខ្លាញ់វាពិបាកខ្លាំងណាស់មែនទេប្រញាប់ឡើងសង់លុយខ្ញុំមកវិញមិនមែនទេលោកទំនិញយើងចេញទៅហើយគឺមិនទទួលដូរវិញទេម្យ៉ាងទៀតរបស់ដែលខ្ញុំឲ្យលោកគឺជារបស់ពិតចុះបើអញ្ចឹងតើវាមានរឿងអ្វីកើតឡើងទៅខ្ញុំក៏មិនដឹងដែរតែយ៉ាងណាក៏ដោយលុយគឺខ្ញុំមិនសងវិញទេអញហ៊ានណាស់ដែលមកបោកប្រាស់ខ្ញុំគឺវានឹងហើយដែលលក់មេដាយមីសខ្លាញ់ឲ្យខ្ញុំបាយការអស់ហើយនៅមិនព្រមសងលុយទៀតចង់ស្លាប់មែនទេពិតជាមែនណាលោកម្ចាស់ចាងមេដាយមាសលើកលែងទោសស្លាប់របស់ខ្ញុំគឺពិតជាមែនទេណាតែអាមួយនេះមិនដឹងវាទៅរកមកពីណាទៀតទេចេះតែយកមកបង្ហាញវាក៏ថាជាមេដាយមាសលើកលែងទោសស្លាប់ដែរហ៊ានណាស់ខ្លាញ់បន្លំដល់ថ្នាក់យកមកបោកបញ្ឆោតដល់ស្ដេចទៀតចាំមើលបន្តិចចុះថាអញចង់ស្លាប់ដល់កម្រិតណារបស់ទាំងនេះគឺពិតជាស្នាដៃរបស់ស្ដេចមែនតែស្ដេចចេញឲ្យតែ5ប៉ុណ្ណោះចុះហេតុអ្វីបានជាមានដល់ទៅ6ទៅវិញប្រហែលជាស្ដេចចេញឲ្យលើហើយមើលទៅគ្រាន់តែលោកមិនដឹងខ្លួនឯងទេដឹងឯងជានរណាអូយគាត់គ្រាន់តែជាអ្នកស្រែចម្ការធម្មតាទេមិនដឹងគាត់ទៅរកមេដាយមាសទាំងនេះមកពីណាដែរលោកម្ចាស់វាងលោកសង្លុយខ្ញុំមកវិញសិនមកម្យ៉ាងទៀតខ្ញុំនឹងយកមេដាយមាសទាំងនេះផ្ញើទៅឲ្យស្ដេចពិនិត្យមើលឲ្យច្បាស់រឿងថ្ងៃនេះគឺចប់ត្រឹមនឹងចុះលោកម្ចាស់ហ្វូឈៀនពិតជាឆ្លៀសវៃមែនឯងនឹងតាមយើងត្រឡប់ទៅវងវិញសិនទៅល្អណាស់ចុះឯងមានទំនាក់ទំនងអីជាមួយអាម្នាក់ឈ្មោះកាចេនហ្នឹងតើអាចមានទំនាក់ទំនងអីទៅបើគ្រាន់តែជាស្រូវនឹងគ្នានឹងអញ្ចឹងយើងបញ្ជាឯងចាប់ពីពេលនេះទៅត្រូវរាប់អានជាមួយកាចេនឲ្យល្អហាសកូនឲ្យកូនមិនដឹងទេយើងបារម្ភថាបានលើកលែងទោសទាំង6សន្លឹកនោះគឺជារបស់ពិតមែនរឿងនេះអាចទៅរួចយ៉ាងម៉េចទៅបើវាជារបស់ពិតមែនតើកូនដឹងទេថាវាមានន័យយ៉ាងម៉េចមានន័យថាម៉េចវាបញ្ជាក់ថា Gechen មិនមែនជាសាច់ញាតិរាជវង្សក៏ជាកូនចៅរបស់មេតបដ៏មានគុណដែរដូច្នេះទៅថ្ងៃមុខកូនកុំទៅរករឿងជាមួយគេទៀតឲ្យសោះតែលោកឪពុកកូនគិតថាត្រូវរងចាំឲ្យព្រះមហាក្សត្រស៊ើបអង្កេតរឿងនេះឲ្យច្បាស់សិនចាំនិយាយគ្នាទៀតកូនដឹងហើយកូននឹងកាត់បន្ថយការតាក់ទងជាមួយគេអូយមិនល្អទេមិនល្អហើយបងប្រុសរបស់លោក K Chen បានទៅបង្កចំនួននៅផ្ទះរបស់ Shen Yichu ហើយ Gechen កំពុងតែទៅទីនោះហើយអាមនុស្សឥតប្រយោជន៍ធ្វើការអ្វីមិនដែលបានការសោះតាមយើងមកតើលោកចង់មានន័យថារបស់ទាំងអស់នេះបានមកពីមេដឹកនាំម្នាក់ឈ្មោះគូឆឹងមែនទេមែនហើយចុះលោកអាចបែងចែកដឹងទេថាមួយណាពិតមួយណាខ្លាញ់ខ្ញុំម្ចាស់មើលមិនដឹងទេព្រោះរបស់ទាំងនេះសុទ្ធតែជាវត្ថុដែលព្រះចៅអធិរាជពីមុនបានប្រទានមកតែខ្ញុំម្ចាស់ចាំបានថាព្រះចៅអធិរាជពីមុនបានប្រទានមកតែ5គ្រឿងប៉ុណ្ណោះតាមមើលទៅរបស់ទាំងនេះសុទ្ធតែជារបស់ពិតចុះគូឆឹងនេះវិញបើចង់ចាត់ទុកវាជារបស់ខ្លាញ់ក៏មិនអីដែរព្រោះមេដាយមាសលើកលែងទោសនេះជារបស់ដែលព្រះចៅអធិរាជពីមុនបានប្រទានមកតើវាពាក់ព័ន្ធអ្វីនឹងយើងកុំប្រាប់ណាថានៅមានអ្នកចង់យកមេដាយមាសរបស់ព្រះចៅអធិរាជពីមុនមកប្រើដើម្បីគេចផុតពីការកាត់ទោសប្រហារជីវិតពីយើងនោះព្រះអង្គពិតជាមានព្រះតម្រិះឆ្លៀសវៃណាស់មួយទៀតយើងចង់ឲ្យអ្នកទៅកាន់ក្រុងយូជើដើម្បីជួយរកមនុស្សម្នាក់ឲ្យយើងតើជាអ្នកណាទៅព្រះអង្គ
អ្នកណាខុសថ្ងៃនេះអ្នកត្រូវតែពន្យល់ខ្ញុំឲ្យច្បាស់នេះជាសរសៃមាសសុទ្ធកម្រិតខ្ពស់ហើយត្បូងមរកពណ៌បៃតងចាស់នេះទៀតបើយកមកផ្គុំគ្នាវាគឺជាអាវមាសដ៏មានតម្លៃមហាសាលគុំគ្នានេះគឺជាកេរដំណែលដែលអធិរាជជំនាន់មុនបានប្រទានដល់ត្រកូលលោកសេនាបតីហ្គោចុះអ្នកគ្រប់គ្រងហាងរបស់អ្នកបែរជាធ្វើបាត់ត្បូងមរកអស់3ដុំទៅវិញខ្ញុំពិតជាអ្នកធ្វើបាត់មែនឬខ្ញុំក៏មិនដឹងដែរមិនដឹងទេពិតណាស់ថាអ្នកមិនដឹងបើមិនអញ្ចឹងខ្ញុំនឹងរកល្បិចមកធ្វើបាបអ្នកដោយរបៀបណារងចាំតែហាងនេះខ្សែធនទៅហាងរបស់ខ្ញុំនឹងមានកន្លែងបើកដំណើរការហើយគ្រាន់តែត្បូងមរក3ដុំសោះខ្ញុំសងអ្នកវិញក៏បានដែរអ្នកនិយាយស្រួលណាស់អាវមាសនេះមានតម្លៃក៏ព្រោះតែត្បូងមរកតទាំង49ដុំដែលតម្រៀបគ្នាវាសុទ្ធតែដូចគ្នាទាំងអស់ខ្វះមួយមិនបានទេអ្នកខ្វះអស់3ដុំបើទោះជាខ្វះតែ1ដុំក៏អាវនេះលែងមានតម្លៃដែរមិនអាចគុំបានទៀតទេមិនបាច់និយាយច្រើនទេហាងនេះធ្វើឲ្យខូចអាវមាសរបស់ខ្ញុំអញ្ចឹងខ្ញុំដុតហាងនេះចោលទៅវាចប់ហើយធ្វើការទៅឈប់សិនលោកគូអ្នកមកទីនេះធ្វើអីពិតណាស់ខ្ញុំមកជួយមនុស្សលោកជួយគេមិនបានទេគេធ្វើឲ្យបាត់ត្បូងមរករបស់ខ្ញុំគ្រាន់តែត្បូងមរកសោះខ្ញុំសង្វិញទៅលោកជួយសងគេលោកគិតថាត្បូងមរករបស់ខ្ញុំជារបស់ក្មេងលេងឬលោកគូកុំបង្ខំខ្លួនឯងអីប្រាប់មកថាចង់បានលុយប៉ុន្មានលុយនាងនៅមិនទាន់យល់ពីស្ថានភាពទៀតឬអ្វីដែលខ្ញុំចង់បានគឺហាងទាំងមូលរបស់នាងប៉ុន្តែបើកញ្ញាសិនព្រមទៅជាមួយខ្ញុំមួយយប់នោះដកដៃខ្វក់របស់នាងចេញទៅអាមួយនេះតាំងពីតូចមកមិនដែលនរណាហ៊ានធ្វើដាក់ខ្ញុំបែបនេះទេនាងដឹងទេថាឪពុកខ្ញុំជានរណាឪពុករបស់លោកគូគឺជាជើហ្វាយខេតនាងដឹងទេថាវាធំកម្រិតណាសូម្បីតែលោកកុងក៏មិនហ៊ានប៉ះពាល់ដែរអ្នកគួរតែជួយគេទៅអាសោឲ្យរឿងប្រជែងសត្វប្រជែងល្បែងអ្នកប្រហែលជាឈ្នះខ្ញុំប៉ុន្តែបើនិយាយពីរឿងប្រជែងមនុស្សវិញអ្នកមិនអាចឈ្នះខ្ញុំបានទេណាហាងខ្លែងនេះចាប់ពីថ្ងៃស្អែកទៅគឺជារបស់ខ្ញុំហើយអ្នកវិញកំហុសរបស់អ្នកគឺមិនគួរណាទៅបង្ករឿងជាមួយលោកចាងហាវរបស់យើងឡើយទើបបានជាជួបគ្រោះថ្នាក់បែបនេះអ្នកណាខ្លះចាប់ពួកគេទាំងពីរអ្នកនេះឲ្យខ្ញុំមើលអ្នកណាហ៊ានបងចាងតើអ្នកមកទីនេះធ្វើអ្វីខ្ញុំកំពុងតែជួយអ្នកបង្រៀនមេរៀនដល់អាម្នាក់នោះជំនួសអ្នកវាពិតជាគ្មានប្រយោជន៍អ្វីសោះមានតែធ្វើឲ្យខូចការអស់បងគូមិនអីទេមែនទេអ្នកមានចិត្តល្អដល់ថ្នាក់នេះផងយល់ច្រឡំទេទាំងអស់នេះគឺគ្រាន់តែជាការយល់ច្រឡំទេបងចាងតើអ្នកធ្វើបែបនេះដើម្បីអ្វីក្នុងបង្អែករបស់យើងគឺលោកគូណាគាត់អាចយកមាសសុទ្ធមកឲ្យបានយ៉ាងងាយស្រួលខ្ញុំបារម្ភខ្លាចថាគាត់ជាអ្នកមានអំណាចពិតប្រាកដខ្ញុំស្មានតែបង្ហាវខំប្រឹងយូរមកនេះនឹងមានអ្វីពិសេសតាមពិតទៅគឺខ្លាចមាសខ្លាំងៗទាំងនោះសោះអ្វីមាសនោះជារបស់ខ្លាំងៗយឺនេះជាដំណឹងដែលទើបតែទទួលបានពីខាងព្រះមហាក្សត្របើអញ្ចឹងវាស្រួលហើយបងគូទៅចេញទៅឲ្យឆ្ងាយចុះអ្នកឯងកើតអីហ្នឹងចេះលេងល្ខោនបដូរមុខមែនទេអ្នកឯងហ៊ានយកចានមាសខ្លាំងៗមកបោកខ្ញុំផងហ៎រឿងហ្នឹងអ្នកឯងគួរតែទៅរកលោកកុងទៅគាត់នឹងហើយដែលយកអាហ្នឹងមកបោកអ្នក500លានមែនហើយថយទៅមកខាងទៅរឿងចានមាសពិតឬខ្លាំងៗខ្ញុំមិនខ្វល់ទេរឿងទាំងនេះអ្នកត្រូវតែពន្យល់ខ្ញុំឲ្យច្បាស់បើមិនយកត្បូងមរកទឹកកក3គ្រាប់ដែលបាត់នោះមកឲ្យខ្ញុំទេខ្ញុំនឹងដុតហាងនេះចោលហើយនឹងយកជីវិតអ្នកទាំងពីរទៅទៀតត្បូង3គ្រាប់ដែលបាត់ហ្នឹងមិនមែននៅទីនេះទេណាម៉េចអ្នកចង់និយាយថាពួកយើងលួចរបស់ខ្លួនឯងមែនទេខ្ញុំមិនមែនមានន័យអញ្ចឹងទេតែត្រូវធ្វើម៉េចទៅខ្ញុំប្រាប់ឲ្យដឹងណាអា3គ្រាប់ដែលបាត់នឹងគឺដូចគ្នាបេះបិទនឹង46គ្រាប់ដែលនៅសល់គុំគិតចង់យករបស់អន់មកបោកខ្ញុំឲ្យសោះអ្វីដូចគ្នាបេះបិទមែនទេទើបតែដឹងថាខ្លាចមែនទេខ្ញុំមិនពន្យល់ច្រើនទេមកនេះចាប់ពួកវាទៅចាំបន្តិចប្រញាប់ទៅណាក៏គ្រាន់តែជាត្បូងមរក3គ្រាប់ដែលដូចគ្នាបេះបិទនឹងមែនទេខ្ញុំសង្វិញក៏បានដែរអ្នកធ្វើអីហ្នឹងលួចធ្វើរឿងកំបាំងមុខក៏ហីចុះតែនេះហ៊ានធ្វើរឿងបែបនេះទាំងចំហទៀតអីនេះជារឿងមិនទៅមិនអាចទៅរួចទេនេះជារឿងមិនអាចទៅរួចដាច់ខាតនេះប្រកាសជាខ្លាំងខ្លាយហើយអ្នកទាំង3ច្បាស់ជាដឹងរឿងនេះច្បាស់ណាស់អ្នកនិយាយអីណាស្ដាប់ខ្ញុំបកស្រាយសិនស្ដាប់ខ្ញុំបកស្រាយរឿងនឹងសិនល្អណាស់ពិតជាមិនខុសមែនធ្វើជាចោលលួចរបស់ខ្លួនឯងសោះទៅឲ្យឆ្ងាយទៅប្រញាប់ទៅឲ្យផុតពីមុខខ្ញុំទៅចាំខ្ញុំគិតគូររឿងនេះជាមួយអ្នកក្រោយឥឡូវនេះអ្នកត្រូវតែបកស្រាយឲ្យខ្ញុំស្ដាប់ថ្មត្បូងមរកគុណភាពខ្ពស់ទាំង3ដុំដែលលើសមកនឹងវាជារឿងមិនទៅព្រះរាជជ្រុងការមកដល់ហើយព្រះអង្គបានបញ្ជាឲ្យអ្នកធ្វើត្បូងខ្លែងខ្លាយព្រះអង្គនឹងយាងមកកាត់ទោសអ្នកដោយផ្ទាល់សូមឲ្យសំណាងល្អចុះព្រះរាជជ្រុងការពីព្រះមហាក្សត្រព្រះនាងសេនយ៉ូបានទៅបំពេញបេសកកម្មនៅតំបន់យ៉ូយ៉ូអស់រយៈពេលជាង20ឆ្នាំមកហើយមានសមត្ថភាពដាច់គេដូច្នេះសូមឲ្យព្រះនាងវិលត្រឡប់មកកាន់រាជធានីវិញដើម្បីទទួលតំណែងខ្ញុំជាព្រះនាងមែនទេការពីព្រះអង្គហើយតែបែរជាប៉ះទង្គិចនឹងព្រះអង្គច្រើនដងសូមព្រះអង្គមេត្តាអត់ទោសឲ្យផង
នាងឯងជាប្រជាជនសាមញ្ញឈ្មោះគូឈឹងដែលបានជួយសង្គ្រោះព្រះនាងពីគ្រោះថ្នាក់ជាច្រើនដងយើងពេញចិត្តនឹងសមត្ថភាពរបស់ឯងទើបសម្រេចចិត្តឲ្យឯងចូលវាំងដើម្បីទទួលការតែងតាំង ចុះខ្ញុំវិញនេះជាអ្វីទៅតែអាម្នាក់ឈ្មោះគូឆឹងនឹងវាហ៊ានខ្លាញ់បន្លំមេដាយមរណៈព្រះអង្គមិនចាត់ការវាទេ ឯងកំពុងតែរិះគន់យើងមែនទេបើនៅតែនិយាយផ្ដេសផ្ដាស់ទៀតយើងនឹងកាត់ទោសឯងឲ្យស្លាប់មិនខាននៅឈរធ្វើអីទៀតទៅជាមួយយើងមកទៅក៏ទៅ ចាញ់ទៀតហើយ ព្រះអង្គ ទីបំផុតឯងត្រឡប់មកវិញហើយយូរបែបនេះឯងច្បាស់ជាលំបាកខ្លាំងហើយមើលចុះឯងស្គមទៅច្រើនណាស់កាលពីពេលដែលយើងបញ្ជូនឯងចេញទៅការនោះយើងពិតជាឈឺចាប់ខ្លាំងណាស់ បង កុំបារម្ភអីក្នុងពេលដែលឯងត្រឡប់មកវិញហើយយើងនឹងសងការខូចខាតទាំងអស់នេះឲ្យឯងវិញឥឡូវយើងរកឲ្យឯងឪពុកមែនទេ ហា ចុះកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីលីវិញយ៉ាងម៉េចដែរចុះកូនប្រុសទី2របស់លោកស៊ុនវិញក៏មិនអន់ដែរណាចុះលោកលីវិញ លោកឪពុកតាមពិតទៅកូនមានមនុស្សក្នុងចិត្តរួចទៅហើយ អូគឺគូឈីមែនទេនេះជាអ្នកណាគេស្លៀកពាក់បែបនេះមើលទៅមិនសមសោះតើអាចចូលមកក្នុងកន្លែងថ្លៃថ្នូរនេះបានដោយរបៀបណាមនុស្សមកពីស្រុកស្រែចម្ការបែបនេះក៏អាចចូលមកធ្វើជាមន្ត្រីរាជការជាមួយពួកយើងបានដែរឬខ្ញុំមិនមែនចង់ស្លៀកបែបនេះទេមិនដឹងថាមានរឿងអ្វីកើតឡើងទេអាវនេះវាជាប់នឹងហោប៉ៅរបស់ខ្ញុំបាត់ទៅហើយបើខ្ញុំស្លៀកអាវផ្សេងក៏ប្រើមិនកើតដែរហេតុអ្វីបានជាអ្នកនៅទីនេះមនុស្សម្នាក់នេះបែរជាស្និទ្ធស្នាលជាមួយលោកកទៅវិញមិនចម្លែកទេដែលទទួលបានការពេញចិត្តពីព្រះមហាក្សត្រមើលទៅក៏ជាមនុស្សដែលមានសមត្ថភាពម្នាក់ដែរគេអាចទទួលបានការគាំទ្រពីលោកកបែបនេះអនាគតមុខមាត់មន្ត្រីរបស់គេប្រហែលជាទៅមុខបានឆ្ងាយហើយស្និទ្ធស្នាលអ្វីការគាំទ្រអ្វីទៅតើនេះវាប៉ុន្មានទៅព្រះអង្គមិនបានសម្លាប់ចោលទេបើអញ្ចឹងខ្លាចតែធ្វើឲ្យលោកគូខកចិត្តហើយតាមពិតមិនមែនចង់រាប់អានទេគឺចង់បង្កើតសត្រូវនឹងគ្នាបើបង្កចំនួនជាមួយត្រកូលគូហើយនោះថ្ងៃក្រោយក្នុងរាជសំណាក់នឹងគ្មានកន្លែងឲ្យឈរទៀតឡើយព្រះចៅអធិរាជយាងមកដល់ហើយសូមព្រះអង្គមានព្រះជន្មាយុម៉ឺនឆ្នាំក្រោកឡើងចុះពួកអ្នកទាំងអស់គ្នាមានរឿងអ្វីចង់ទូលថ្វាយទេបើគ្មានទេគឺត្រូវបញ្ចប់ការប្រជុំព្រះអង្គទូលបង្គំមានរឿងចង់ទូលថ្វាយនិយាយមកនៅក្រុងយូជូកំពុងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរប្រជាជនគ្មានអ្វីហូបចុកឡើយថែមទាំងមានឈ្មួញលក់ស្រូវស្តុកទុកទំនិញដើម្បីដំឡើងថ្លៃធ្វើឲ្យតម្លៃស្រូវឡើងថ្លៃខ្ពស់ទៅដែលប្រជាជនរស់នៅមិនបានឡើយយូជូជួបគ្រោះមហន្តរាយហើយឬ តើវាជារឿងតាំងពីពេលណាទៅ ទើបតែទទួលបានដំណឹងនៅថ្ងៃនេះឯងលោកមានវិធីដោះស្រាយដែរឬទេសូមទូលថ្វាយព្រះអង្គគ្រូធម្មជាតិនេះការកាត់ផ្តាច់នេះគឺដោយសារតែស្ដេចមិនមានធម៌មេត្តាទើបស្ថានសួគ៌មិនពេញចិត្តពួកយើងសូមក្រាបបង្គំទូលព្រះអង្គឲ្យបើកពិធីបួងសួងសុំទឹកភ្លៀងដើម្បីដោះស្រាយបញ្ហានេះពិតមែនហើយព្រះអង្គទូលព្រះបង្គំសូមទទួលបន្ទុកធ្វើពិធីនេះដើម្បីជាសិរីសួស្តីដល់ប្រជារាស្ត្រអាមនុស្សល្ងងខ្លាចអញសាច់អ្វី ខ្ញុំសើចំអកឲ្យពួកមន្ត្រីក្នុងរាជវាំងនេះតើហេតុអ្វីបានជាមានមនុស្សដូចជាអ្នកទាំងពីរនេះទៅកើត ប្រជារាស្ត្រគ្មានបាយហូបពួកអ្នកមិនគិតរឿងបើកឃ្លាំងស្បៀងចែកជូនពួកគេទេបែរជាទៅបួងសួងសុំទឹកភ្លៀងទៅវិញតើវាសំដែរឬតើនៅលើមេឃអាចធ្លាក់អង្គមកបានដែរឬ អាមនុស្សល្ងងខ្លាចអញដឹងអ្វីខ្លះគ្រោះធម្មជាតិវាខ្លាំងខ្លាណាស់ប្រជារាស្ត្រត្រង់គ្រោះច្រើនឯស្បៀងក្នុងឃ្លាំងរដ្ឋក៏មិនសូវមានដែរបើចែកឲ្យពួកគេអស់តើពួកយើងយកអ្វីហូបកន្ទុកឬតើវាសមហេតុផលដែរឬ ហ៎ឯងគ្រាន់តែជាមនុស្សសាមញ្ញម្នាក់តើមានសិទ្ធិអ្វីមកចង្អុលបង្ហាញរឿងរ៉ាវក្នុងរាជការបែបនេះឯងដឹងទេថាផលប្រយោជន៍របស់ពួកឈ្មួញវាស្មុគស្មាញណាស់បើធ្វើអ្វីខុសបន្តិចគឺប្រជារាស្ត្រនឹងខឹងសម្បាមិនខាន ព្រះអង្គបើពួកមន្ត្រីគ្មានសមត្ថភាពទូលព្រះបង្គំសូមចុះទៅដោយផ្ទាល់ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយមែនទេ លោកម្ចាស់គោឲ្យ ឯងដឹងទេថាឯងជានរណាទើបតែចូលរាជការថ្ងៃដំបូងឋានៈក៏មិនទាន់បានតែងតាំងផងចង់ប្រើលេខដើម្បីប្រជាជនដើម្បីចង់ល្បីឈ្មោះមែនទេ មែនហើយគូឆេនខ្ញុំពិតជាមិនដែលឮសោះថាអ្នកមានសមត្ថភាពគ្រប់គ្រងប្រទេសតាំងពីពេលណា គូឆេនអ្នកដឹងទេថាការសង្គ្រោះគ្រោះមហន្តរាយមិនមែនជារឿងលេងសើចទេ ទូបង្គំយល់ព្រមចុះហត្ថលេខាលើលិខិតធានាទូបង្គំគូឆេនទៅយូជូលើកនេះនឹងធ្វើឲ្យប្រជាជនមានបាយហូបហើយនឹងធ្វើឲ្យពួកឈ្មួញទុច្ចរិតដែលកេងចំណេញទាំងនោះត្រូវទទួលខុសត្រូវបើមិនដូច្នោះទេទូបង្គំសុខចិត្តស្លាប់ដើម្បីសុំទោស អ្វីដែលខ្ញុំរងចាំគឺពាក្យនេះឯង មិននឹកស្មានសោះថាមានអ្នកចង់ទៅស្លាប់ដល់ថ្នាក់ហ្នឹង ព្រះអង្គទូលបង្គំសូមអង្វរព្រះអង្គមេត្តាអនុញ្ញាតឲ្យគូឆេនទៅដោះស្រាយរឿងនេះដើម្បីសុខទុក្ខរបស់ប្រជាជន ចុះបើការសង្គ្រោះមិនបានជោគជ័យតើត្រូវទទួលទោសយ៉ាងណា អ្នកមិនឃើញទេថាគូឆេនមានទំនុកចិត្តខ្លាំងម្ល៉េះតើអាចបរាជ័យបានយ៉ាងម៉េចទៅ ល្អចាំមើលថាតើគូឆេននេះនឹងធ្វើបានកម្រិតណា
តើពិតជាមានអ្នកណាហ៊ានរកផ្ទះរបស់ខ្ញុំមែនទេ គេឆេងឲ្យចាំតែទទួលទោសស្លាប់ទៅចុះ លាថាគេឆេងម្នាក់នឹងទទួលការងារសង្គ្រោះគ្រោះមហន្តរាយមែនទេ ខ្ញុំឃើញផ្ទាល់ភ្នែកនឹងគាត់ថែមទាំងហ៊ានធ្វើលិខិតធានាទៀតផងគាត់និយាយថាត្រូវតែឲ្យជនរងគ្រោះមានបាយហូបហើយត្រូវឲ្យពួកឈ្មួញទៅជ្រឹកទទួលខុសត្រូវបើមិនអញ្ចឹងទេគាត់នឹងសម្លាប់ខ្លួនដើម្បីសុំទោស គេឆេងម្នាក់នេះគួរឲ្យចាប់អារម្មណ៍មែនគាត់ចេះធ្វើជំនួញដែរឬគាត់ចេះធ្វើមន្ត្រីដែរឬគាត់មានទំនុកចិត្តខ្លាំងម្ល៉េះនេះមិនមែនរត់ទៅរកសេចក្តីស្លាប់ទេ បងយ៉ាងឲ្យគេឆេងម្នាក់នេះក៏ជាស្រូវរបស់ខ្ញុំដែរ កុំបារម្ភអីស្បៀងអាហារភាគច្រើននៅក្រុងយូសាវគឺស្ថិតនៅក្នុងដៃត្រកូលធំទាំង3ឲ្យតែឪពុកខ្ញុំមិនបញ្ជាថ្លៃស្បៀងមានតែឡើងថ្លៃទេមិនចុះថ្លៃឡើយអញ្ចឹងក៏ល្អដែរ គេឆេងឲ្យចាំមើលថាលើកនេះឯងនឹងដោះស្រាយយ៉ាងម៉េចតម្លៃទីផ្សារ100ក្នុងមួយ ត្រឹមតែ5លានទេលក់ឲ្យពួកអាហារទៅរកលុយរបៀបនេះមិនខ្លាចកម្មពៀតាមតាន់ទេ ចុះក៏ត្រូវទុកខ្លះឲ្យខ្លួនឯងដែរមែនទេ មិនបានជាអ្នកនៅសល់ស្រូវច្រើនម្ល៉េះ ខ្ញុំចិត្តណាឡើងថ្លៃដើម្បីឲ្យពួកអាហារភ័យស្លន់ស្លោនឹងណាធ្វើបែបនេះខ្ញុំនឹងយកលុយដែលរកបានទៅចែកជូនជនរងគ្រោះចុះពួកគេមិនមានលុយទិញស្រូវហូបហើយឬ សុំទោសផងខ្ញុំយល់ច្រឡំលើអ្នកហើយយូឈើអ្នកទៅចែកស្រូវទៅ ខ្ញុំនឹងឬ ត្រូវហើយអ្នកគួរតែបង្ហាញអត្តសញ្ញាណពិតធ្វើបែបនេះអ្នកនឹងទទួលបានគេឈ្មោះល្អ បាន រឿងរ៉ាវគឺវាបែបនឹងឯងសិនយូឈើនាងចាប់ផ្ដើមចែកស្រូវហើយមិននឹកស្មានថានាងមិនយកលុយសោះ មែនហើយតើអ្នកខ្លាចអ្វី ស្រូវភាគច្រើនក្នុងក្រុងយូជើនៅតែក្នុងដៃយើងដដែលចុះបើសិនយូឈើមានស្រូវតើនាងអាចទ្រាំបានប៉ុន្មានថ្ងៃទៅរងចាំពេលនាងចែកស្រូវអស់ថ្លៃស្រូវក្នុងក្រុងយូជើនឹងនៅតែស្ថិតក្នុងដៃយើងដដែលខ្ញុំបារម្ភថាគូឈិនអាចនឹងពាក់ព័ន្ធក្នុងរឿងនេះអូយមិនអាចទៅរួចទេយប់នោះគូឈិនបានស្បោះនឹងមេឃហើយមិនខុសទេណាម្យ៉ាងទៀតទោះបីជាគាត់អាចរកស្បៀងបានក៏ត្រឹមតែ2ថ្ងៃនេះតើគាត់អាចរកបានប៉ុន្មានទៅហេឈប់និយាយទៅពួកយើងបន្តផឹកតែសិនទៅ7ថ្ងៃពេញហើយនាងសិនយូឈូនៅតែបន្តចែកស្បៀងទៀតមើលចុះរឿងល្អដែលអ្នកបានធ្វើហេតុអ្វីបានជាខ្ញុំមានកូនល្ងងដូចជាអ្នកទៅលុយទាំងអស់យកទៅស្តុកស្បៀងនៅមិនទាន់គ្រប់គ្រាន់ទៀតនៅតែខ្ចីលុយពីកន្លែងចង់ការទៀតមកប្រាប់ខ្ញុំមកឥឡូវត្រូវធ្វើម៉េចមកលោកឪពុកគុំបារម្ភអីនាងសិនយូឈូមិនអាចទ្រាំបានយូរទេណា2ថ្ងៃទៀតនាងនឹងអស់ស្បៀងហើយនិយាយផ្ដេសផ្ដាសខ្ញុំទៅមើលដោយផ្ទាល់ភ្នែកហើយតើអ្នកដឹងទេថានាងនៅសល់ស្បៀងប៉ុន្មាននៅសល់ដល់ទៅ9ឃ្លាំងឯណោះហា9នេះមិនអាចទៅរួចទេរឿងផ្សេងខ្ញុំមិនខ្វល់ទេក្នុងរយៈពេល7ថ្ងៃនេះអញត្រូវរកវិធីលក់ទឹកជ្រលក់ហឹរដែលអញស្តុកទុកនោះឲ្យអស់ឲ្យបានឆាប់ បើមិនអញ្ចឹងទេកុំបន្ទោសប៉ាដែលមិនទទួលស្គាល់ឯងជាកូនឲ្យសោះ បាទប៉ាកូនដឹងហើយកូននឹងទៅរៀបចំឥឡូវនេះឯង នៅចាំអីទៀតទៅឲ្យលឿនទៅអូខ្ញុំស្មានតែជានរណាទៅទៀតតាមពិតគឺលោកប្រុសធំយ៉ាងសោះយ៉ាងម៉េចដែលថ្ងៃនេះមកជួបខ្ញុំមានការអីមែនទេ លោកគ្រាប់ថេងជាតិ កាលពី2ថ្ងៃមុនមិនមែនឃើញអញខំថែរក្សាយ៉ាងខ្លាំងមែនទេមិនក៏ថ្ងៃនេះចេះតែស្ងប់ស្ងាត់ទៅវិញ កុំនិយាយច្រើនពេកសួរថាឯងយកឬអត់ បើថាយកគឺយកហើយប៉ុន្តែខ្ញុំបដូរចិត្តហើយ15កាក់ក្នុងមួយធុង15កាក់ក្នុងមួយធុង គេឆេនខ្ញុំទិញមកក្នុងតម្លៃ500ឯងចង់ទិញត្រឹម15កាក់កុំឲ្យវាហួសហេតុពេក ខ្ញុំនិយាយដល់ថ្នាក់នេះហើយលក់ឬមិនលក់គឺអាស្រ័យលើអញទេយ៉ាងណាក៏ដោយ បងប្អូនរបស់លោកទាំងប៉ុន្មានអ្នកនោះគេសុទ្ធតែលក់ឲ្យខ្ញុំក្នុងតម្លៃនឹងហើយ ថាអីណា បានតោះតាមចិត្តលោកចុះ15វិញក្នុង1ដុល្លារ ថ្ងៃនេះមិនក៏ចេះដឹងការងារម្លេះ រឿងនឹងចប់ត្រឹមនឹងមែនទេ មែនហើយស្បៀងអាហារពេលនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលខុងទាំងអស់បន្ទាប់មកឲ្យលោកខុងលក់ក្នុងតម្លៃ15វិញក្នុង1ដុល្លារជូនដល់ប្រជាជនទៅចំណែកឯផ្នែកដែលខ្ញុំផ្ដល់ឲ្យបន្ថែមនោះយកទៅប្រគល់ជូនរាជការទៅ លោកគូឈិនលោកពិតជាអស្ចារ្យមែន ទៅតោះទៅតើទៅណាទៅ ត្រឡប់ទៅរាជការវិញល្អណាស់ត្រូវតែទប់តម្លៃអង្គទប់តម្លៃស្បៀងហើយកុំចាត់តម្លៃទីផ្សារនៅយូជើឲ្យបានដើម្បីសង្គ្រោះជនរងគ្រោះរាប់សែននាក់ហើយថែមទាំងបានជួយសង្គ្រោះជីវិតកូនស្រីខ្ញុំទៀត
ចាប់ពីពេលនេះទៅឡើងតំណែងពីថ្នាក់ អរព្រះគុណព្រះអង្គ ម្យ៉ាងទៀតព្រះនាងតូចក៏គួរតែរកស្វាមីបានហើយខ្ញុំគិតថាអ្នកមិនសមទេណាគូស៊ីងតើអ្នកមានបេក្ខភាពណាដែលល្អជាងនេះឬ ព្រះអង្គខ្ញុំម្ចាស់យល់ថាបេក្ខភាពជាស្វាមីត្រូវតែជាអ្នកពូកែទាំងអក្សរសាស្ត្រនិងយុទ្ធសាស្ត្រសឹកទោះបីជាគូឆេនមានស្នាដៃនៅសម្រភូមិមែនប៉ុន្តែវាគ្រាន់តែជាសមត្ថភាពតូចតាចប៉ុណ្ណោះបើដល់ពេលត្រូវចុះសម្រភូមិពិតប្រាកដខ្លាចតែបត់ជើងដាក់ខទៅវិញទេ Chen Foyi ការឈ្នះម្ដងនៅសម្រភូមិវាមិនអាចបញ្ជាក់អ្វីបានទេ វាគ្រាន់តែបញ្ជាក់ថាគេមានសំណាងល្អប៉ុណ្ណោះ ខ្ញុំក៏យល់ស្របដែរគូឆេនមិនស័ក្តិសមនឹងព្រះនាងតូចនោះទេផ្ទុយទៅវិញគឺលោកគូឈីវឯណោះវិញទេ ខ្ញុំមិនស័ក្តិសមចុះគេស័ក្តិសមមើល ចុះអ្នកគិតថាតើត្រូវធ្វើបែបណាដើម្បីបញ្ជាក់ថាគូឆេនជាមនុស្សពូកែទាំងការងាររដ្ឋនិងការងារសឹកនិយាយទៅពួកបេឌីតែងតែរំលោភបំពានព្រំដែននេនកូយ៉ានយើងខ្ញុំយល់ថាគួរតែឲ្យគូឆេនដឹកនាំតបទៅច្បាំងដើម្បីបញ្ជាក់ពីសមត្ថភាពរបស់គេធ្វើបែបនេះមិនសមទេគូឆេនមិនដែលធ្លាប់ដឹកនាំតបទេហើយសមរភូមិមិនមែនជារឿងលេងសើចឡើយបើឈ្នះវាមិនអីទេតែបើចាញ់វិញនោះគឺជាជីវិតមនុស្សរាប់មិនអស់ណាចុះមិនមែនជាឱកាសល្អដើម្បីបញ្ជាក់ថាគូឆេនគ្មានសមត្ថភាពទេបើគេស្លាប់ក្នុងសមរភូមិទៅខ្ញុំចង់ដឹងថាតើនៅមានអ្នកណាហ៊ានដណ្ដើមតំណែងជាស្វាមីព្រះនាងពីខ្ញុំទៀតទូបង្គំយកព្រមដឹកនាំតបទៅច្បាំងហើយនឹងចុះហត្ថលេខាលើលិខិតធានាផងដែរគ្រាន់តែសង្ឃឹមថាព្រះអង្គនឹងផ្ដល់ការសន្យាមួយសន្យាអ្វីទៅបើទូបង្គំចាញ់សង្គ្រាមទូបង្គំសុខចិត្តស្លាប់តែបើទូបង្គំឈ្នះសង្គ្រាមវិញសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យទូបង្គំរៀបការជាមួយយូឈូផងតើវាមានន័យអ្វីទៅ ប្រសិនបើលោកគូឆេនអាចបង្ហាញថាខ្លួនមានសមត្ថភាពចាប់នាគនិងសង្គ្រោះខ្លាបានមែននោះវាពិតជាគ្មានន័យអ្វីឡើយល្អ គូឆេនយើងសូមតែងតាំងអ្នកជាមេតបបង្ក្រាបស្ត្រូវចូលចេញដំណើរទៅនៅថ្ងៃនេះចុះ ទូបង្គំទទួលព្រះរាជបញ្ជា អាពួកហ្នឹងមិនមែនឯងប្រាប់យើងទេថាពួកវាមានស្បៀងតែ7ថ្ងៃប៉ុណ្ណោះនេះវា17ថ្ងៃទៅហើយតើឯងអាចពន្យល់យើងបានទេពួកយើងទាំងនេះហេតុអ្វីបានជាអង្គុយស៊ីជើងមាន់នៅលើកំពែងក្រុងបែបនេះ ព្រះអង្គពួកយានទាំងនេះពិតជាកល្បិចច្រើនណាស់ទង្វើនេះច្បាស់ជាការសម្ដែងឲ្យយើងឃើញហើយដែលពួកវាខំប្រឹងតស៊ូដល់ថ្នាក់នេះក៏ព្រោះតែមេតបរបស់ពួកវាមិនទាន់រត់ចោលស្រុកនោះអីយើងគួរតែដឹកនាំតបជើងល្អលួចចូលទៅក្នុងក្រុងវិញទៅរួចសម្លាប់មេតបរបស់ពួកវាចោលដើម្បីបញ្ចប់សង្គ្រាមលើកនេះ ល្អចូលត្រៀមខ្លួនក្នុងក្រុងទៅការពារតឹងរឹងម្លេះបើចូលទៅទាំងងឹតតងល់បែបនេះតើមិនមែនទៅស្លាប់ដោយឥតប្រយោជន៍ទេ ព្រះអង្គកុំបារម្ភអីខ្ញុំបានរៀបចំអ្នកស៊ើបការចាំជួយហើយឆ្លៀតពេលពួកគេបដូរវេនយើងនឹងលួចចូលទៅភ្លាម ល្អណាស់នេះហើយជាយុទ្ធសាស្ត្រចាប់មេដឹកនាំមុនគេ ចាស់ធ្វើតាមអ្វីដែលអ្នកនិយាយចុះ លោកតើយើងឆ្លៀតពេល10ថ្ងៃនេះដកតបដោយសម្ងាត់ទៅវិញល្អទេ ដកតបព្រឺ មែនហើយកងទ័ពសេ100000នាក់របស់ស្ដេចបើពួកគេប្រមូលផ្ដុំគ្នាវាយប្រហារយើងច្បាស់ជាទប់មិនជាប់ឡើយ ចុះបើខ្ញុំមានអាវុធដ៏មានអានុភាពវិញ អាវុធដ៏មានអានុភាពឬ នេះជាអ្វីទៅបានជាមានអានុភាពខ្លាំងក្លាបែបនេះ កាំភ្លើង អាវុធបែបនេះបើអាចផលិតបានច្រើនហើយយកទៅប្រើក្នុងសមរភូមិកងទ័ពយើងច្បាស់ជាឈ្នះគ្រប់សមរភូមិមិនខាន លោកមនុស្សដូចជាលោកមិនគួរណាត្រូវមកស្លាប់នៅទីនេះដូចពួកយើងឡើយក្រោយពីថ្ងៃនោះមកនៅលើសមរភូមិម៉ូជាងឈឺបានបញ្ជូនមនុស្សឲ្យនាំលោកគេចចេញពីក្រុងទាំងយប់ដើម្បីទៅកាន់រាជធានី លៀងចឹងគេខ្លួនបានតែវាជាទោសប្រហារជីវិតណា ដោយសារតែអាវុធភ្លើងដែលលោកបានបង្កើតឡើងនឹងហ្វឹងជួយដែលតាមមកនោះព្រះមហាក្សត្រប្រកាសជាទុកជីវិតឲ្យលោកមិនខាន អ្នកណាថាពួកយើងច្បាស់ជាចាញ់នោះ ស្ដេចបៃទីមានទ័ពសេដេចដល់ទៅ100,000នាក់ឯណោះ ចុះបើខ្ញុំផ្ដល់អាវុធភ្លើងម្នាក់មួយដើមដល់ទាហានគ្រប់រូបវិញនោះ បើអញ្ចឹងមែនយើងប្រហែលជាអាចតាំងជាមួយពួកគេបាន ប្រញាប់ឲ្យទាហានទាំងអស់មកប្រាប់ឲ្យពួកគេប្រមូលផ្ដុំគ្នាជាបន្ទាន់ ធ្វើអីហ្នឹង ចែកអាវុធភ្លើងឲ្យគេនឹងណា បាន ពួកជីនចៅនឹកស្មានមិនដល់មែនទេ ពួកអ្នកចូលមកបានដោយរបៀបណា មនុស្សរបស់ពួកអ្នកត្រូវបានខ្ញុំទិញទឹកចិត្តអស់ហើយឲ្យតែសម្លាប់អ្នកបានកងទ័ពរបស់អ្នកនឹងត្រូវរលាយក្នុងពេលឆាប់នេះហេអ្នកឯងស្លាប់ទៅ ចុះពួកអ្នកដឹងបានយ៉ាងម៉េច
អ្នកដែលត្រូវស្លាប់មិនមែនជាអ្នកទេជិតដល់ថ្ងៃស្លាប់ហើយនៅហ៊ាននិយាយអួតអាងទៀត ពួកយើងជនជាតិបៃទីតែងតែគោរពស្រឡាញ់វីរបុរសដូចគ្នាប៉ុន្មានថ្ងៃនេះខ្ញុំបានបើកច្រកទ្វារក្រោយទុកឲ្យអ្នកគឺចង់ទុកជីវិតឲ្យអ្នកមិននឹកស្មានថាអ្នកមិនចេះគិតបែបនេះសោះអញ្ចឹងខ្ញុំក៏គ្មានជំរឿអ្វីក្រៅពីដកហូតជីវិតអ្នកដែរ ខ្ញុំគូឈឹងនៅមិនទាន់កំទេចកងទ័ពសេះដែករបស់ពួកអ្នកឲ្យរលាយអស់នៅឡើយទេតើឲ្យខ្ញុំចាក់ចេញដោយស្ងប់ចិត្តបានយ៉ាងម៉េចទៅ គូឈឹងសម្លាប់អ្នកចោលកងទ័ពសេះដែកនិងមេទ័ពដ៏ខ្លាំងក្លារបស់ខ្ញុំទាំង100000នាក់តើកងទ័ពអ្នកអាចឈ្នះខ្ញុំបានដោយរបៀបណាលោកម្ចាស់ឲ្យសម័យកាលវាផ្លាស់ប្ដូរហើយ នេះជារបស់អ្វីទៅ ធ្ងន់ណាស់ត្រឹមតែ10ថ្ងៃសោះអាចបង្កើតអាវុធដ៏អស្ចារ្យបែបនេះបានអាមួយនេះមិនធម្មតាទេណា ត្រឹមតែ10ថ្ងៃសោះតើវាអាចបង្កើតអាវុធបែបនេះបានប៉ុន្មានទៀតទៅ មិនអីទេពួកយើងនៅមានទ័ពសត្វជីដែលមិនចេះចាញ់ទៀតជ័យជំនះគឺស្ថិតក្នុងដៃខ្ញុំ អ្នកណាប្រាប់អ្នកខ្ញុំមានតែមួយដើមនេះទេហើយនេះគឺជាអាវុធស្តង់ដាររបស់ទាហានរាជវង្សអិនយើង នេះជារឿងដែលមិនអាចទៅរួចឬមួយក៏គូឈឿនម្នាក់នេះជាទេវតាដែលចុះមកចាប់ជាតិមែនទេអាមនុស្សថោកទាបនេះយឺតពេលហើយឥឡូវបើចុះចាញ់ខ្ញុំអាចនឹងមិនសម្លាប់អ្នក លោកស្ដេចព្រះនាមទ្រង់ព្រមប្រគល់ដីចំនួន10ក្រុងសងសំណង 2000 លាននិងថ្វាយគ្រឿងអលង្ការរាប់រយហឹបហើយថែមទាំងសន្យាថាក្នុងរយៈពេល10ឆ្នាំនេះនឹងមិនលើកទ័ពមកឈ្លានពានយើងទៀតទេចុះរឿងរ៉ាវដែលនៅសេសសល់ក្នុងជំរំនេះប្រគល់ឲ្យអ្នកចាត់ចែងទៅចុះ ចុះលោកវិញ ខ្ញុំនឹងគឺត្រូវត្រឡប់ទៅរាជធានីវិញដើម្បីរៀបការអ្នកណាគេនឹងហ៊ានលួចធ្វើគៀបខ្ញុំផងឬមួយក៏ជាកូនប្រុសរបស់ស្ដេចដែលបញ្ជូនមកដើម្បីបំបិទមាត់ខ្ញុំមិនបានទេខ្ញុំត្រូវតែរកវិធីដោះស្រាយខ្ញុំជានរណាមិនសំខាន់ទេសំខាន់គឺថ្ងៃនេះឯងត្រូវតែស្លាប់ មើលទៅអ្នកហាក់ដូចជាមានទំនុកចិត្តខ្លាំងណាស់ណា ទូដាវអ្នកលឿនយ៉ាងណាក៏មិនអាចលឿនជាងកាំបិតហោះរបស់ខ្ញុំដែរហើយទូអ្នករត់លឿនយ៉ាងណាក៏មិនអាចគេចផុតពីអន្ទាក់របស់ខ្ញុំដែរស្លាប់ទៅ ចង់ប្រកួតល្បឿនជាមួយខ្ញុំឬព្រះអង្គរឿងរ៉ាវគឺបែបនេះឯងទូបង្គំ ហ្វូដាសម្រាប់ជាងឈីងដឹកនាំកងទ័ពធំវាបំបែកកងទ័ពសេះដែករបស់ពួកបៃទីធ្វើឲ្យស្ដេចបៃទីភ័យខ្លាចរន្ធត់រហូតដល់សុបចិត្តកាត់ដីសងសំណងតែនឹកស្មានមិនដល់ថាពេលធ្វើដំណើរត្រឡប់មកកាន់រាជធានីវិញបែរជាត្រូវគេលួចវាយប្រហារជាច្រើនដងពេលនេះគេបានទទួលទោសហើយឬនៅពេលនេះខ្ញុំម្ចាស់បានចាប់ខ្លួនគេរួចហើយឃាតករនោះគឺគូចុងយ៉ាវនឹងឯងគុំមកចេះតែចោទប្រកាន់ផ្ដេសផ្ដាសនៅទីនេះឲ្យសោះ ព្រះអង្គគូឆេងម្នាក់នេះមានអំណាចហើយចេះតែគៀបសង្កត់អ្នកដទៃថែមទាំងចោទប្រកាន់មន្ត្រីស្មោះត្រង់ទៀតគេពិតជាមេរោគក្នុងរាជសំណាក់មែន គូស៊ីវយល់អ្នកថាខ្ញុំជាអ្នកបញ្ជូនមនុស្សទៅធ្វើឃាតអ្នកចុះអ្នកមានភស្តុតាងទេមែនហើយគូឆេនបើថ្ងៃនេះឯងរកភស្តុតាងមកបង្ហាញមិនបានទេកុំសង្ឃឹមថាបានរស់ស្រួលឲ្យសោះ រឿងដែលគូស៊ឺឡាងកឹបកេងប្រាក់កងទ័ពខ្ញុំបានដឹងរឿងនេះនៅក្នុងជួរកងទ័ពរួចហើយនេះហើយជាគោលបំណងដែលខ្ញុំត្រឡប់មកវិញគឺត្រូវតែរាយការណ៍រឿងនេះទៅប្រាប់ព្រះមហាក្សត្រខ្ញុំគិតថាលោកមន្ត្រីគោប្រហែលជាដឹងរឿងនេះច្បាស់ក្នុងចិត្តហើយមែនទេ លោកកាគុំមកចេះតែចោទប្រកាន់ផ្ដេសផ្ដាសបែបនេះណារឿងឃាតកម្មលើកមុនមិនទាន់រកឃើញភស្តុតាងដាក់បន្ទុកឪពុកខ្ញុំផងឥឡូវបែរជាមកចោទរឿងពុករលួយប្រាក់ខែកងទ័ពទៀត ល្អណាស់ខ្ញុំស្មានថាអ្នកជាមនុស្សត្រឹមត្រូវទៅទៀតមិននឹកស្មានថា ស៊ឺជេង ឲ្យលោកគេនិយាយមក រឿងដែលលោកមន្ត្រីគោពុករលួយប្រាក់ខែកងទ័ពនេះចាំឲ្យកងទ័ពត្រឡប់មកវិញសិនទៅនឹងដឹងការពិតជាក់ជាមិនខានហើយរឿងឃាតកម្មលើកមុននោះឃាតករមានបន្សល់ទុកបានសម្គាល់ខ្លួនរបស់មន្ត្រីក្រសួងការពារជាតិទៀតផង ហាមិនអាចទៅរួចទេតើវាជារឿងអីទៅ តើអ្នកធ្លាប់បញ្ជូនមនុស្សមកលួចបានសម្គាល់ខ្លួននេះដើម្បីបំផ្លាញភស្តុតាងមែនទេ ខ្ញុំមិនដឹងថាអ្នកកំពុងនិយាយពីអ្វីទេ គួរឲ្យស្ដាយណាស់ភស្តុតាងគឺស្ថិតនៅក្នុងដៃខ្ញុំនេះឯង
លោកតើលោកមានអ្វីចង់និយាយទេទូបង្គំគ្មានអ្វីត្រូវនិយាយទេ លោកហ៊ានភ្នាល់ជាមួយនឹងឬ មិនបាច់ទេទូបង្គំដើរចេញទៅដោយខ្លួនឯងចាត់ទុកថាខ្ញុំនិយាយចុះបើមានរឿងអ្វីចង់ទូលសូមទូលមកបើគ្មានទេសូមដកថយចុះទូបង្គំសូមដកថយ លោកមកជួបខ្ញុំនៅបន្ទប់សៀវភៅបន្តិចមក ព្រះករុណាទ្រង់ប្រញាប់ឲ្យទូបង្គំមកជួបបែបនេះតើមានរឿងអ្វី លោកមិនមែនជាមនុស្សមកពីនគរយិនទេមែនទេ ព្រះករុណាទ្រង់មានបន្ទូលលេងសើចអ្វីបែបនេះបើទូបង្គំមិនមែនជាមនុស្សនគរយិនតើឲ្យទូបង្គំមកពីណាទៅខ្ញុំបានឮដំណឹងយូរមកហើយថាអតីតមន្ត្រីនៅយូជូមានសមត្ថភាពអាចចម្លងអ្វីគ្រប់យ៉ាងបានដូច្នេះខ្ញុំក៏បានអញ្ជើញលោកកុងកុងឲ្យកាន់មេដាយមាសលើកលែងទោសទៅសាកល្បងនៅអូឈៀនយូយួន អ្វីណានេះជាមេដាយមាសលើកលែងទោសដែលព្រះរាជាប្រទានឲ្យមែនទេ ពិតមែនហើយកាលពីសម័យអតីតព្រះរាជាទ្រង់បានចេញមេដាយមាសលើកលែងទោសតែ6ផ្ទាំងប៉ុណ្ណោះដែលអាចជួយឲ្យអ្នកកាន់វាកិច្ចផុតពីសេចក្តីស្លាប់បាននឹងហើយតែគួរឲ្យស្ដាយខ្ញុំចាស់ជ្រាទៅហើយក៏គ្មានកូនចៅបន្តពូជពងទើបសម្រេចចិត្តយកវាចេញមកលក់បែបនេះ បើវាពិតដូចពាក្យគេនិយាយមែនតើវាមិនធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់ទៅហើយឬ មិនអាចទៅរួចទេមេដាយមាសនេះជារបស់អតីតព្រះរាជាតើវាពាក់ព័ន្ធអ្វីនឹងខ្ញុំទៅចង់យកមេដាយមាសរបស់អតីតព្រះមហាក្សត្រដើម្បីរួចទោសប្រហារជីវិតពីខ្ញុំមែនទេ ព្រះអង្គពិតជាវៃឆ្លាតណាស់ រឿងគ្រោះមហន្តរាយនៅយូជូនិងការផ្លាស់ប្ដូរនៅព្រំដែនក៏ជាការសាកល្បងរបស់នាងមកលើខ្ញុំដែរមែនទេត្រូវហើយខ្ញុំចង់ឃើញថាសមត្ថភាពរបស់នាងអាចខ្លាំងដល់កម្រិតណាមិននឹកស្មានថានាងផ្ដល់ឲ្យខ្ញុំនៅការភ្ញាក់ផ្អើលលើសពីអ្វីដែលខ្ញុំបានគិតទៅទៀត មិនមែនទេក៏ជាការសាកល្បងរបស់ព្រះអង្គលើខ្ញុំដែរ ទេនារីម្នាក់នោះនៅយូជូគ្រាន់តែជារឿងចៃដន្យឲ្យទេប៉ុន្តែសំណាងហើយដែលមាននាងទើបធ្វើឲ្យខ្ញុំមានឱកាសសាកល្បងកាន់តែច្រើន ចុះបើអីចឹងតើពេលនេះព្រះអង្គបើកចំហនិយាយបែបនេះមានបំណងចង់ធ្វើអ្វីចង់សម្លាប់ខ្ញុំមែនទេ ទេខ្ញុំមិនខ្វល់ពីអតីតកាលឬគោលបំណងរបស់នាងទេព្រោះតាមរយៈការសាកល្បងជាច្រើនលើកមកនេះខ្ញុំឃើញថានាងជាមនុស្សដែលមានសីលធម៌ខ្ពស់គួរសមមិនមែនជាមនុស្សដែលនឹងពឹងផ្អែកលើសមត្ថភាពបែបនេះគឺមានតែយកទៅធ្វើរឿងអាក្រក់ប៉ុណ្ណោះ ចុះអ្នកចង់បានអ្វីជាធ្នូវិញទៅ អ្នកឆ្លាតណាស់ចុះបើជាធ្នូវិញខ្ញុំចង់ឲ្យអ្នកជួយធ្វើរឿងមួយឲ្យខ្ញុំ រឿងអ្វីទៅ 3 ថ្ងៃទៀតនឹងមានពិធីដេញថ្លៃវត្ថុបុរាណមួយ ពិធីដេញថ្លៃវត្ថុបុរាណនឹងឬ វាជាពិធីធំដែលរៀបចំឡើងរៀងរាល់10ឆ្នាំម្ដងពេលនោះនឹងមានអ្នកបួសជាច្រើនមកដេញថ្លៃនិងលក់វត្ថុបុរាណ តើអ្នកចង់ឲ្យខ្ញុំជួយអ្វី វត្ថុដែលគេដេញថ្លៃបានលេខ1រាល់ដងគឺថ្នាំអាយុវឌ្ឍនៈគ្រាន់តែលេបមួយគ្រាប់នឹងក្មេងជាងវ័យបាន49ថ្ងៃមានន័យថាអាចរស់បានយូរជាងមុន49ថ្ងៃខ្ញុំនឹងឲ្យលុយអ្នកគ្រប់គ្រាន់ដើម្បីដេញថ្លៃយកវាហើយអ្នកត្រូវតែចម្លងវាឲ្យខ្ញុំឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន អ្នកសើចអ្វីខ្ញុំសើចដែលអ្នកជាដល់ថ្នាក់ព្រះនាងតែបែរជាមកដាក់ផែនការឲ្យខ្ញុំយូរម្លេះគ្រាន់តែដើម្បីរឿងដេញថ្លៃឆ្នាំនេះ តើអ្នកដឹងអ្វីខ្លះតើអ្នកដឹងទេថាថ្នាំអាយុវឌ្ឍនៈក្នុងពិធីនេះមានន័យដូចម្ដេច មានន័យដូចម្ដេចទៅ វាមានន័យថាម្ចាស់នៃនគរយិននេះអាចរក្សាភាពក្មេងវ័យបានជានិច្ចហើយនគរយិននឹងស្ថិតស្ថេរគង់វង្សរាប់ម៉ឺនឆ្នាំ បានហើយខ្ញុំគ្មានពេលស្ដាប់រឿងកិច្ចការនគររបស់អ្នកទេខ្ញុំគ្រាន់តែចង់សុំរឿងមួយ តើសុំរឿងអ្វី ក្រោយពេលសម្រេចការងារហើយសូមដោះលែងខ្ញុំនិងយូឈូឲ្យចាក់ចេញពីព្រះរាជវាំងទៅរស់នៅតាមព្រៃភ្នំវិញ បានតែអ្នកនិយាយបែបនេះហាក់ដូចជាយូឈូមិនមែនជាកូនបង្កើតរបស់អ្នកអញ្ចឹង កូនបង្កើតឬបើធៀបនឹងជោគវាសនានកូយិនវាគ្មានអ្វីសំខាន់ឡើយខ្ញុំទៅហើយព្រះអង្គគុំចាស់ទូបង្គំមិនយល់សោះថាហេតុអ្វីបានជាលោកគោហ៊ានធ្វើខ្លួនក្រអឺតក្រទុំបែបនេះ ព្រោះគាត់ដឹងថាខ្ញុំកំពុងត្រូវការជំនួយពីគាត់ បើអញ្ចឹងក្រោយពេលសម្រេចការងារហើយ ហេ តើអ្នកចង់ឲ្យខ្ញុំធ្វើថ្នាំឲ្យមែនទេ
អូហូនេះហើយមែនទេពិព័រណ៍ដោះដូររបស់ពួកសេនអ្នកដែលមកទីនេះសុទ្ធតែមិនធម្មតាមែនអូមើលចុះនោះគឺរដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់នោះគឺជាស្ដេចនេនកូបៃទី អូមើលចុះនៅមានសេនម្នាក់ទៀត ពិតមែនហើយ ព្រះបិតារបស់ខ្ញុំឲ្យអ្នកទៅបន្ទប់អានសៀវភៅក៏ព្រោះតែចង់ឲ្យអ្នកជួយដេញថ្លៃថ្នាំរំលាយភាពចាស់ឲ្យទ្រង់ មែនហើយ ថ្នាំរំលាយភាពចាស់មួយគ្រាប់មានតម្លៃថ្លៃក៏ពោកតែអាចឲ្យមនុស្សរស់បានតែ49ថ្ងៃប៉ុណ្ណោះខ្ញុំគិតថាវាហាក់ដូចជាមិនសូវចំណេញប៉ុន្មានទេ សម្រាប់អ្នកដទៃវាប្រហែលជាមិនមែនជាការដោះដូរដែលចំណេញទេតែសម្រាប់ខ្ញុំវាគឺជាឱកាសដ៏ល្អបំផុតដែលមិនអាចរកបាននៅកន្លែងណាផ្សេងឡើយលោកអ្នកទាំងអស់គ្នាពិព័រណ៍ដោះដូររបស់ពួកសេនវគ្គទី1បានចាប់ផ្ដើមជាផ្លូវការហើយសូមអញ្ជើញចូលរកអ្នកទិញដោយខ្លួនឯងហើយលក់វាទៅម្យ៉ាងទៀតថ្នាំរងាប់នីតិក្រដៅដែលធ្លាប់ស្ថិតនៅផ្នែកទី2ឥឡូវនេះត្រូវបានគេបញ្ចុះមកផ្នែកទី1ដើម្បីលក់ដែរអ្នកទាំងអស់គ្នាអាចទិញតាមតម្រូវការបាន ថ្នាំរងាប់នីតិខូដៅពីមុនមកគឺជាវត្ថុដ៏មានតម្លៃបំផុតហេតុអ្វីបានជាឥឡូវខ្ល้ายជាម្ហូបអាហារសម្រន់ទៅវិញមិនប្រកាសទេមិនដឹងថាការជួញដូរលើកនេះអាចនឹងមានរបស់មានតម្លៃច្រើនជាងនេះឬអត់ លោកមន្ត្រីវងខ្ញុំមើលថាព្រះចៅអធិរាជក៏កំពុងតែចង់បានថ្នាំរងាប់នីតិក្រដៅនេះខ្លាំងណាស់ដែរហើយថែមទាំងបញ្ជាឲ្យ Getcheng ជួយដេញថ្លៃយកទៀតផងប្រសិនបើយើងអាចដេញថ្លៃបានមុននោះយើងនឹងទទួលបានការពេញចិត្តពីព្រះចៅអធិរាជជាមិនខានដល់ពេលនោះមិនថាការជួយសង្គ្រោះឪពុករបស់អ្នកឬអនាគតដ៏រុងរឿងរបស់អ្នកក៏នឹងមកដល់ក្នុងពេលឆាប់នេះដែរល្អណាស់តើអ្នកបានឬទេព្រះចៅអធិរាជនៃរាជវង្សអៀនឲ្យតម្លៃលើថ្នាំរងាប់នីតិក្រដៅនេះខ្លាំងណាស់ចុះយើងយកវាទៅដេញថ្លៃយកមកសិនទៅដើម្បីយកទៅដោះដូរយកដីនិងមាសរបស់យើងត្រឡប់មកវិញទូលបង្គំនឹងមិនធ្វើឲ្យខុសបំណងឡើយទៅចុះតោះនាងឲ្យតើថ្នាំហាន់ឈុនដានក្នុងដៃនាងនេះត្រូវលក់ក្នុងតម្លៃប៉ុន្មានទើបព្រមលក់ឲ្យខ្ញុំ 50,000 លានប្រាក់ អ្វីណា50,000 លាននេះចង់ខ្លងគ្នាមែនទេ មែនហើយ 50,000 លានប្រាក់គឺគ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំទិញបានមួយក្រុងនៅខេត្តឆ្ងាយនោះ 50,000 លានដើម្បីរស់បានតែ40ថ្ងៃជាងតើវាសមតម្លៃដែរឬទេខ្ញុំមិនយកទេនាងឲ្យចុះថ្លៃបន្តិចបានទេខ្ញុំចង់បានពិតមែនណា មិនបានទេ ពួកអ្នកប្រតិបត្តិធម៌ទាំងនេះពិតជាពួកឈ្មួញក្បត់មែនបើនាងមិនលក់ឲ្យខ្ញុំនឹងទៅរកទិញកន្លែងផ្សេងដែលថោកជាងនេះយ៉ាងណាក៏ត្រូវតែមានអ្នកលក់ឲ្យខ្ញុំដែរ លោកអាចទៅរកមើលបានក្នុងពិធីជួញដូរទាំង4ទិសថ្នាំហាន់ឈុនដាននេះមានតែមួយគ្រាប់នេះគត់ 50,000 លានខ្ញុំយក តើនាងមានលុយច្រើនម្លេះមកពីណា ពិតណាស់គឺជារបស់ដែលព្រះមហាក្សត្រប្រទានឲ្យមក លោកកើរឿងនេះលោកមិនបាច់ខ្វល់ទេណា អញ្ចឹងថ្នាំហាន់ឈុនដាននេះខ្ញុំប្រគល់ឲ្យលោកនេះហើយ ចាំសិនខ្ញុំឲ្យ 60,000 លានខ្ញុំឲ្យ 70,000 លាន 70,000 លានដើម្បីទិញយករបស់នេះ អីចឹងរតនាគារជាតិយើងគឺអស់លុយរលីងហើយអីចឹងយើងដំឡើងពន្ធទៅប៉ុន្តែហេះនៅសល់ប៉ុន្មានហ្នឹងយកអានឹងទៅរកអធិរាជរាជវង្សយិនទៅគាត់មិនចូលចិត្តថ្នាំហាន់ឈុនដាននឹងទេហើយយើងចំណាយអស់ 70,000 លានអីចឹងយើងលក់ឲ្យគាត់ 170,000 លានទៅ ព្រះអង្គពិតជាវៃឆ្លាតណាស់ 100,000 លាន អញយកលុយ 100,000 លានមកពីណា លោកម្ចាស់កូកុងបើដេញថ្លៃបានហើយតែគ្មានលុយបង់តម្លៃដែលលោកត្រូវសងគឺជីវិតរបស់លោកហើយ ខ្ញុំមានតែយ៉ាងណាក៏ដោយទូអស់ប៉ុន្មានក៏សុទ្ធតែជារបស់អាចារ្យសិនរហ៊ុយនឹងដែរតោះបន្តទៀតយើងម្នាក់ពាក់កណ្ដាលទៅចាំដល់ពេលនោះយើងប្រើឈ្មោះរួមគ្នាថ្វាយទៅព្រះមហាក្សត្រមិនដែរល្អណាស់ខ្ញុំចេញ 110,000 លានហើយគ្មានលុយមែន 120,000 លាន 130,000 លាន 200,000 លានអញប្រកាសចិត្តហើយមែនទេ អ្នកនាងគ្រាន់តែខ្ញុំសូមយកថ្នាំហាន់ឈុននេះមកពិនិត្យមើលគុណភាពបន្តិចបានទេចាំសម្រាប់ចិត្តទូទាត់ប្រាក់តាមក្រោយ បានតើ បានការហើយអូសូមទោសផងគុណភាពថ្នាំហាន់ឈុននេះខ្ញុំមិនសូវពេញចិត្តប៉ុន្មានទេអីចឹងខ្ញុំសូមដកខ្លួនចេញពីការដេញថ្លៃនេះចុះសង្ឃឹមថាអ្នកនាងយល់ឲ្យមិនអីទេ បើអីចឹងអ្នកនាងខ្ញុំសូមដេញថ្លៃ 130,000 លានថ្នាំហាន់ឈុននេះជារបស់ខ្ញុំហើយមែនទេ បាន ថ្នាំហាន់ឈុនដែលព្រះមហាក្សត្រចង់បានទីបំផុតក៏រកបានមកហើយឪពុកខ្ញុំនឹងមានសង្ឃឹមរស់ហើយផ្លូវធ្វើការរបស់យើងទាំងពីរទៀតថ្ងៃមុខនឹងបានឡើងបុណ្យស័ក្តិខ្ពស់ដែលមិនខាន ហ៊ានមកអួតអាងនៅចំពោះមុខខ្ញុំផងហ៎ខ្ញុំស្មានតែអ្នកមានលុយច្រើនជាងនេះទៅទៀតដល់ពេលអញ្ចឹងទៅលេងរួចហើយ មានរឿងមួយទៀតដែលខ្ញុំត្រូវប្រាប់ព្រះអង្គជាមុន
រឿងអីទៅ ឆ្នាំហាន់ឈុនដាននេះបើអ្នកណាបានកាន់លើសពី3នាទីវានឹងទទួលស្គាល់អ្នកនោះជាម្ចាស់ដោយស្វ័យប្រវត្តិបើក្រោយមកយកទៅឲ្យអ្នកដទៃប្រើទៀតវានឹងបាត់បង់ប្រសិទ្ធភាពអស់ហើយ អញ្ចឹងត្រូវប្រញាប់យកទៅថ្វាយព្រះអង្គតានៅសល់ពេលប៉ុន្មានទៀត 2នាទី 2នាទីគឺគ្រប់គ្រាន់ហើយ 1ប្រើបានជោគជ័យហើយជួបគ្នាពេលក្រោយទៀតណា នេះវាជារឿងអីទៅសងលុយ50,000 លានរបស់ខ្ញុំមកវិញមកនោះគឺជាទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំណា នោះក៏ជាទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំដែរតើគូឈឹងអរគុណណាស់ដែលមិញអ្នកមិនបានដំឡើងថ្លៃបើមិនអញ្ចឹងទេបើព្រះអង្គដឹងថាអ្នកយកលុយព្រះអង្គទៅប្រើហើយរបស់នោះថែមទាំងមិនអាចប្រើលើព្រះអង្គបានទៀតអ្នកចប់ហើយ អ្នកថាអារបស់នេះវាឆ្ងាញ់ដល់ថ្នាក់នឹងមែនទេ អះហោអ្នកមិនមែនថាមិនបានលក់ទេហ៎ អាហា យើងទិញទៅ ចុះរឿងនឹងវាទៅជាយ៉ាងម៉េចទៅវិញ ចាំបន្តិចទៀតខ្ញុំប្រាប់លោកអ្នកទាំងអស់គ្នាផ្នែកទី2នៃពិធីដេញថ្លៃរវាងមនុស្សនិងទេវតានឹងចាប់ផ្ដើមក្នុងពេលឆាប់នេះហើយ ផ្នែកទី1យើងប្រើប្រាស់លុយកាក់ដើម្បីដោះដូរទំនិញចំណែកឯផ្នែកទី2នេះយើងនឹងប្រើប្រាស់អាយុជីវិតដើម្បីដោះដូរវិញ អាយុជីវិតហ្នឹងឬ ត្រូវហើយអាយុជីវិតអ្នកទិញត្រូវតែយកអាយុជីវិតរបស់ខ្លួនមកដោះដូរដើម្បីទទួលបានវត្ថុមានតម្លៃទាំងនេះដូច្នេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពិចារណាឲ្យបានល្អខ្ញុំមិនចង់ឃើញនរណាម្នាក់ស្លាប់នៅចំពោះមុខខ្ញុំឡើយ យកអាយុជីវិតមកដោះដូរតែយើងដឹងមិនបានថាខ្លួនឯងនៅសល់អាយុប៉ុន្មានទៀតនោះ មិនដឹងថាខ្លួនឯងនៅសល់អាយុប៉ុន្មានតែបែរជាត្រូវយកអាយុជីវិតមកដោះដូរទៅវិញនេះហើយជាចំណុចដ៏រំភើបនៃការដេញថ្លៃលើកនេះអ្នកឈ្នះនឹងបានគ្រប់យ៉ាងឬក៏បាត់បង់អ្វីទាំងអស់វាអាស្រ័យលើការសម្រេចចិត្តរបស់លោកអ្នកទាំងអស់គ្នាសូមឲ្យសំណាងល្អនេះគឺជាថ្នាំកម្ចាត់គ្រោះកាចបើបានលេបមួយគ្រាប់ជំងឺគ្រប់យ៉ាងនឹងបាត់អស់តម្លៃរបស់វាគឺអាយុជីវិត5ឆ្នាំរបស់នេះទោះបីជាល្អមែនតែបើអ្នកដែលហ៊ានដេញថ្លៃទិញបែរជាមានអាយុខ្លីទៅហើយនោះតើវាមិនមែនជារឿងដែលថាជំងឺជាសះស្បើយតែមនុស្សបែរជាស្លាប់ទៅវិញ បើអញ្ចឹងខ្ញុំសុខចិត្តជាវិញល្អជាងយ៉ាងហោចណាស់ក៏នៅអាចរស់បានប៉ុន្មានឆ្នាំទៀតដែរ ខ្ញុំទិញ លោកយិនឆាវរ៉េនលោកចង់ទិញរបស់នេះដែរឬដើម្បីតែថ្នាំកម្ចាត់គ្រោះថ្នាក់មួយគ្រាប់បែរជាត្រូវបាត់បង់អាយុជីវិតបើក្រោយមកមានរបស់ល្អទៀតលោកនឹងធ្វើម៉េចទៅ មិនមែនតែរបស់នេះទេដែលខ្ញុំចង់ទិញរបស់ដែលនៅសល់ទាំងអស់នោះខ្ញុំចង់ទិញទាំងអស់ ល្អណាស់ចាំមើលថាលោកមានសំណាងដល់ថ្នាក់នឹងឬអត់កុំឲ្យដល់ពេលថ្នាំកម្ចាត់គ្រោះថ្នាក់មិនទាន់បានមកដល់ដៃផងមនុស្សបែរជាស្លាប់បាត់ទៅហើយ រឿងទាំងនេះមិនអាចទៅរួចទេមកយើងធ្វើការដោះដូរគ្នាទៅលោកយិនឆាវរ៉េនខ្ញុំនិយាយត្រូវហើយមែនទេកុំចេះតែអួតពេកអីនឹងមើលទៅស្ថានភាពឯងបែបនេះមិនសូវស្រួលទេណាចុះបើអញ្ចឹងថ្នាំកម្ចាត់គ្រោះនេះលក់មកឲ្យខ្ញុំក្នុងតម្លៃ30ដំឡឹងទៅខ្ញុំនឹងយកលុយនឹងទៅទិញឈូសឲ្យឯងមិនល្អជាងទេហ៎ គូឈឹងអ្នកមិនអីទេមែនទេបើមិនអញ្ចឹងទេពួកយើងកុំចូលរួមទៀតអីវាគ្រោះថ្នាក់ខ្លាំងណាស់ កុំបារម្ភអីខ្ញុំមិនអីទេណា ចា៎ របស់វិសេសវិសាលទាំងនេះគឺអាចទទួលបានហើយកូនកញ្ជើប្រមូលទ្រព្យរបស់ខ្ញុំអាចចម្លងវាបានរាប់មិនអស់មិនថាយកទៅលក់ឬយកទៅប្រើប្រាស់ខ្លួនឯងក៏ទទួលបានផលប្រយោជន៍មិនចេះចប់ដែរចំណែកឯតម្លៃដែលត្រូវបង់គឺគ្រាន់តែអាយុជីវិតបន្តិចបន្តួចប៉ុណ្ណោះថ្នាំពន្យាអាយុដែលទើបតែចម្លងចេញមកនេះនៅក្នុងវគ្គនេះគឺពិតជាអស្ចារ្យខ្លាំងណាស់បើខ្ញុំញ៉ាំវាជារៀងរហូតអាយុជីវិតខ្ញុំក៏នឹងកើនឡើងរហូតដែរនេះមានន័យថាយើងមិនបាច់ចំណាយកម្លាំងអ្វីសោះក៏អាចដណ្ដើមយករបស់មានតម្លៃទាំងនេះមកបានដែររបស់នេះគឺកងដៃត្បូងបានអ្នកណាពាក់ជាប់ខ្លួននឹងជួយបង្កើនមន្តស្នេហ៍យ៉ាងខ្លាំងហើយថែមទាំងអាចទាក់ទាញចិត្តមនុស្សភេទផ្ទុយបានទៀតផងតម្លៃលក់គឺត្រូវប្ដូរនឹងអាយុជីវិត5ឆ្នាំ ខ្ញុំយកវាស្លាប់ហើយក្មេងម្នាក់នេះមើលទៅនៅក្មេងសោះតែអាយុជីវិតនៅមិនដល់5ឆ្នាំផងគួរឲ្យស្ដាយណាស់ មានអ្នកណាត្រូវការទៀតទេបើគ្មានអ្នកណាយកទេគឺត្រូវរំលងចោលហើយក្រៅពីគេម្នាក់នេះតើមានមនុស្សល្ងងណាទៀតដែលហ៊ានប្រថុយអាយុជីវិត5ឆ្នាំដើម្បីយកកងដៃនេះទៅផ្ទះនោះ ខ្ញុំយកកាលពីមុននៅពេលកាំងខ្ញុំធ្លាប់ចាញ់អាមនុស្សគ្មានខួរក្បាលម្នាក់នេះម្ដងរួចមកហើយ លោកតើលោកទិញរបស់នេះធ្វើអ្វីវាគ្មានតម្លៃដល់ថ្នាក់នឹងទេ លោកម្ចាស់តើលោកប្រកាសចិត្តហើយមែនទេលោកទើបតែបានបង់អាយុជីវិត5ឆ្នាំទៅកាលពីមិញនេះខ្ញុំប្រកាសចិត្តល្អ
របស់នេះគឺជាដុំមាសសុទ្ធបើចុងភ្ជាប់ជាមួយកូនសោនឹងអាចផ្ដល់ប្រាក់10,000,000 ដំឡឹងដល់ម្ចាស់បានភ្លាមប៉ុន្តែចាប់ពីខែក្រោយទៅអ្នកត្រូវសងត្រឡប់មកវិញ1,000,000 ដំឡឹងរហូតដល់អ្នកស្លាប់បាត់បង់ជីវិតដែលមានតម្លៃស្មើនឹងអាយុជីវិត15ឆ្នាំប្រាក់10,000,000ដំឡឹងហ្នឹងបើខ្ញុំយកទៅបើកកន្លែងបញ្ចាំឬដាក់កម្ចីមួយខែក៏បាន1,000,000ដំឡឹងដែរមិនអីទេខ្ញុំទិញ16ឆ្នាំអាក្មេងនេះមុននេះដើម្បីអាយុជីវិត49ថ្ងៃចំណាយអស់150,000 លានឥឡូវនេះដើម្បីប្រាក់10,000,000ដំឡឹងបែរជាចំណាយអាយុជីវិត16ឆ្នាំទៀតឯងនេះចេះរកស៊ីមែនគូឈឿនរងចាំឲ្យខ្ញុំយកដុំមាសនេះបានសិនខ្ញុំនៅទីនេះខ្ញុំនឹងធ្វើឲ្យឯងស្លាប់ដោយគ្មានកន្លែងកប់សពខ្លាចតែឯងយកវាមិនបានទេដឹង20ឆ្នាំគូឈឿនកុំធ្វើបាបគេខ្លាំងពេកអីខ្ញុំដាក់30ឆ្នាំ50ឆ្នាំគូឈឿនមិញនេះឯងទៅតែចំណាយអាយុជីវិត10ឆ្នាំទៅហើយឥឡូវនេះចង់ចំណាយ50ឆ្នាំទៀតឬឯងស្មានថាឯងជានរណាទៅតែបែបនេះក៏ល្អដែរចាំដល់ពេលឯងស្លាប់ទៅវាក៏ធ្លាក់មកដល់ដៃខ្ញុំដែរខ្ញុំនៅតែអាចយកវត្ថុនេះបានដោយចំណាយត្រឹម16ឆ្នាំឯងប្រកាសចិត្តហើយឬអាយុជីវិត50ឆ្នាំណាបើឯងស្លាប់ទៅនោះរបស់មានតម្លៃដែលឯងទើបតែទិញមកនឹងត្រូវរឹបអូសយកទៅលក់វិញទាំងអស់ខ្ញុំប្រកាសចិត្តនេះជារឿងមិនអាចទៅរួចទេអញទើបតែចំណាយអាយុជីវិត60ឆ្នាំទៅមិញនេះមិនក៏ឯងនៅធ្វើដូចគ្មានរឿងអ្វីកើតឡើងអញ្ចឹងនេះគឺជាពន្លឺចុងក្រោយហើយនេះប្រកាសជាពន្លឺចុងក្រោយមិនខានខ្ញុំមើលទៅរាងកាយរបស់អាមួយនេះគឺវារបួសពេញខ្លួនបែបនេះខ្លាចតែទ្រាំបានមិនដល់3ថ្ងៃផងខ្ញុំមើលទៅរាងកាយអាមួយនេះរបួសពេញខ្លួនអស់ហើយខ្លាចតែទ្រាំបានមិនដល់3ថ្ងៃទេនៅមានអីទៀតទេប្រញាប់ដាក់មកខ្ញុំទិញខ្ញុំនៅមិនទាន់ប្រាប់តម្លៃផងគិតតម្លៃខ្ពស់បំផុតឲ្យខ្ញុំមកបានយើងកុំយកអីរបស់នេះគឺជាវត្ថុដេញថ្លៃចុងក្រោយនៃពិធីរបស់យើងវាជាថ្នាំលីងឈីបើលេបវាចូលទៅនឹងអាចឈានចូលដល់ដំណាក់កាលលីងឈីដោយស្វ័យប្រវត្តិហើយចាប់ផ្ដើមផ្លូវនៃការដាំដុះចុះបែបនេះមិនមែនមានន័យថាក្នុងពេលឆាប់នេះខ្ញុំក៏អាចមានអំណាចខ្លាំងក្លាអាចប្រែក្លាយខ្លួនជាមាសហើយថែមទាំងអាចសម្រេចបាននូវភាពជាសិស្សគុណទៀតមែនទេនោះគឺជាសំណាងដ៏ធំធេងណាស់បន្ទាប់ពីចប់ពិធីនេះយើងក៏អាចប្រើប្រាស់អាវុធវេទមន្តដែលយើងបង្កើតឡើងដើម្បីទទួលបានមាសនិងធម្មពលស័ព្ទមិនចេះអស់មិនចេះហើយយើងក៏អាចប្រើរបស់របរដែលយើងច្នៃឡើងដោយដៃដើម្បីរកមាសនិងអាយុជីវិតបានរាប់មិនអស់ដែរលោកគ្រូលោកកុំលាក់លៀមអីតើថ្នាំបំពន់នេះត្រូវចំណាយអាយុជីវិតប៉ុន្មានទៅអាយុជីវិត200ឆ្នាំ200ឆ្នាំចុះអីចឹងមិនមែនខ្ញុំត្រូវចំណាយអាយុជីវិតជាតិក្រោយរបស់ខ្ញុំអស់ហើយឬនឹងហើយមនុស្សធម្មតាដូចពួកយើងនេះមានអាយុជីវិតឯណាដល់ទៅ200ឆ្នាំឲ្យចំណាយនោះថៃបើមិនលក់ក៏កុំលក់ទៅចាំបាច់ធ្វើបែបនេះធ្វើអីខ្ញុំទិញយិនឆៅយួនលោកឈួតទៅហើយឬគ្រាន់តែដើម្បីឆ្នាំបំពន់មួយគ្រាប់សុកចិត្តចំណាយអាយុជីវិតខ្លួនឯងដល់ទៅ200ឆ្នាំម្យ៉ាងទៀតលោកមានអាយុជីវិតដល់200ឆ្នាំឲ្យចំណាយដែរឬមិននឹកស្មានថាខ្ញុំគូជីវដែលឆ្លាតវៃពេញមួយជីវិតបែរជាត្រូវចាញ់មនុស្សឈួតម្នាក់ទៅវិញលោកគ្រូគូមិនបានទេណាកុំបារម្ភអីគ្មានរឿងអីកើតឡើងទេគូឈឿនខ្ញុំនឹងនៅទីនេះចាំមើលឲ្យច្បាស់ថាបន្តិចទៀតលោកនឹងស្លាប់បែបណាតើអ្នកប្រកាសចិត្តហើយឬអាយុ200ឆ្នាំនេះបើបានព្រមព្រៀងហើយគឺមិនអាចដកថយវិញបានឡើយណាខ្ញុំប្រកាសចិត្តហើយនេះគឺជាថ្នាំបដូរវាសនាបើអ្នកលេបវាចូលទៅនោះអ្នកនឹងអាចឈានជើងចូលក្នុងផ្លូវសិស្សគុណបានហើយចូលថែរក្សាខ្លួនឯងឲ្យល្អទៅនេះមិនអាចទៅរួចទេមិនអាចទៅរួចទេគាត់ខូចខាតអស់ប៉ុន្មានឆ្នាំទៅហើយតែនៅតែអាចរស់បានទៀតឬមួយគាត់ពិតជាទេវតាដែលចាប់ជាតិមកមែនគាត់ថែមទាំងអាចគ្រប់គ្រងទីនេះបានទាំងអស់ទៀតអ្នកទាំងអស់គ្នាឲ្យសម័យកាលថ្មីចិត្តមកដល់ហើយលោកគូឈិនតើលោកហៅខ្ញុំមកទីនេះមានការអ្វីដែរឬខ្ញុំដឹងច្បាស់ណាស់គ្រាន់តែថាគ្រាន់តែថ្នាំហាន់ឈុនដាននេះដូចដែលអ្នកស្រីទេពបាននិយាយមែនថ្នាំហាន់ឈុនដាននេះវាអាចចងភ្ជាប់ជាមួយអ្នកកាន់កាប់បានបើអ្នកអតីចង់ប្រើវាគឺមានប្រសិទ្ធភាពណាស់
អ្នកដឹងច្បាស់ណាស់ថាអ្វីដែលខ្ញុំចង់សួរមិនមែនជារឿងនេះទេ ចុះតើជារឿងអ្វីទៅ ថ្នាំលាងឈីដានបើមានថ្នាំលាងឈីដានអាចឈានចូលផ្លូវស៊ូសៀនបានអាចមានអាយុវែងហើយអាចការពារអាណាចក្រដាយីងឲ្យស្ថិតស្ថេរជានិរន្តរ៍ តើអ្នកបារម្ភពីអាណាចក្រដាយីងឬមួយចង់រស់ឲ្យបានយូរជាងនេះទៅទៀត ហ៊ានណាស់មិនដឹងថារាងកាយដែលបង្កើតឡើងដោយថ្នាំហានឈុនដានរាប់ម៉ឺនគ្រាប់នេះបើត្រូវដាវឬលំពេងចាក់តើនឹងស្លាប់ដែរឬទេ អ្នកចង់មានន័យថាម៉េច អ្នកណាចូលមក ខ្ញុំឲ្យឱកាសអ្នកចុងក្រោយមួយទៀតបើមិនប្រគល់ថ្នាំលាងឈីដានមកទេគឺត្រូវស្លាប់នៅចំពោះមុខភ្លើងនេះហើយនេះគឺជាផ្លែឈើដ៏អស្ចារ្យដែលមានអាយុកាលរាប់ពាន់ឆ្នាំ តើពេលនេះខ្ញុំអាចទៅបានហើយឬនៅ មិនបានទេ អ្នកចង់បានថ្នាំលីងឈីដានខ្ញុំបានឲ្យអ្នករួចហើយហេតុអ្វីបានជាមិនព្រមឲ្យខ្ញុំទៅទៀត ថ្នាំលាងឈីដាននេះគឺជាកំណប់ទ្រព្យដ៏កម្របំផុតក្នុងលោកវាអាចជួយឲ្យមនុស្សផ្លាស់ប្ដូរជីវិតបានតែវាមិនអាចប្រៀបបាននឹងផ្លូវនៃការសម្រេចមគ្គផលឡើយប៉ុន្តែអ្នកបែរជាមានសមត្ថភាពពិសេសដែលអាចចម្លងអ្វីគ្រប់យ៉ាងបានទៅវិញបើខ្ញុំឲ្យអ្នកទៅពេលនេះតើនឹងមានរឿងអ្វីកើតឡើងបើបែបនោះមនុស្សក្នុងលោកនឹងមានថ្នាំនេះកាន់តែច្រើនហើយមនុស្សកាន់តែច្រើននឹងមិនខ្វល់ពីការសម្រេចមគ្គផលឡើយចុះបើបែបនេះតើថ្នាំដែលខ្ញុំសុំអ្នកថ្ងៃនេះមានន័យអ្វីទៅ មិននឹកស្មានថាអ្នកគិតច្រើនដល់ថ្នាក់នេះសោះ យើងជាស្ដេចនៃនគរនេះយើងមានអំណាចគ្រប់គ្រងលើពិភពលោកទាំងមូលរាល់អ្វីដែលយើងគិតគឺសុទ្ធតែដើម្បីស្ថិរភាពនៃនគរយើងទាំងមូលតែអ្នកត្រូវដឹងថានគរនេះជារបស់ប្រជារាស្ត្រមិនមែនជារបស់អ្នកតែម្នាក់នោះទេតើអ្នកចង់ធ្វើអ្វីយើងចង់ឲ្យមនុស្សលោកទាំងអស់បានសម្រេចមគ្គផលក្លាយជាទេវតាបើអញ្ចឹងយើងនឹងមិនឲ្យអ្នកធ្វើបានសម្រេចឡើយ ចាប់វាមិនល្អទេរស់រាន់រារាំងវាទៅ មនុស្សទៅណាហើយ ទៅណាហើយទៅណាហើយ ទៅរកវាឲ្យឃើញទោះនៅទីណាក៏ត្រូវតែរកគូឈឿនឲ្យឃើញ ទទួលបញ្ជា តើគូឈឿនមានរឿងអ្វីទៅ ទៅជាមួយយើង ទៅណា ទៅណាក៏ទៅចុះចាក់ចេញពីក្រុងនេះទៅចាក់ចេញពីនគរដាយៀងទៅកន្លែងណាដែលយើងដឹងតែពីរនាក់ទៅ អុយគូឈិនប្រាប់ខ្ញុំមកតើមានរឿងអ្វីកើតឡើង ពេលវេលាមានកំណត់ថ្ងៃក្រោយចាំខ្ញុំប្រាប់ទៅពេលវេលាមានកំណត់ថ្ងៃក្រោយចាំខ្ញុំប្រាប់ទៅពួកឯងទៅណាអត់រួចទេ លោកឪពុក គូឈិនឯងនឹងសិនយូឈោថ្ងៃនេះរស់បានតែម្នាក់ទេ លោកឪពុកតើលោកមានរឿងអ្វី ខ្លួនឯងគ្មានកំហុសទេតែព្រោះតែមានរបស់មានតម្លៃទើបមានទោសបើចង់បន្ទោសក៏បន្ទោសដែលឯងមានសមត្ថភាពដែលមិនគួរមានទៅធ្វើអត្តឃាតទៅក្រោយពេលឯងស្លាប់ទៅខ្ញុំនឹងទុកជីវិតឲ្យយូឈោ គូឈិនកុំធ្វើអី នឹងហើយបានត្រូវឆាប់ឡើងឆាប់ប្រមូលកម្លាំងទៅបើអ្នកស្លាប់ខ្ញុំនឹងក្លាយជាអ្នកដាំដុះដែលជួយសង្គ្រោះពិភពលោកទាំងមូល ហុងមែនទេ អ្នកបានលេបគ្រាប់ថ្នាំលៀនឈីនោះមែនទេអញ្ចឹងក៏ទៅស្លាប់ទៅ ចាំសិននាងទេពឲ្យខ្ញុំមិនដឹងថាខ្ញុំធ្វើអ្វីខុសទើបធ្វើឲ្យនាងស្អប់ខ្ញុំខ្លាំងម្ល៉េះបើទោះជាត្រូវស្លាប់ក៏សូមឲ្យខ្ញុំស្លាប់ដោយអស់ចិត្តចុះ ការដែលអ្នកលេបគ្រាប់ថ្នាំនោះគឺជារឿងដែលអ្នកខុសហើយ នោះគឺដោយសារតែពិភពទេពលក់គ្រាប់ថ្នាំនោះដើម្បីឲ្យមនុស្សធម្មតាដូចពួកយើងអាចស្វែងរកផ្លូវទេពហើយឡើងទៅឋានសួគ៌បានមិនមែនឬ ស្វែងរកផ្លូវទេពឡើងទៅឋានសួគ៌អ្នកកំពុងតែគិតស្អីហ្នឹងពិភពមនុស្សនិងពិភពទេពគឺដាច់ដោយឡែកពីគ្នាបើគ្រប់គ្នាសុទ្ធតែអាចលេបថ្នាំហើយហោះហើរទៅជាទេពបានចុះតើត្រូវឲ្យពួកយើងធ្វើអ្វីទៀតចុះអ្នកជាអ្នកប្រតិបត្តិធម៌តើអ្នកធ្វើអ្វីទៅ ចំពោះរឿងដែលខ្ញុំបញ្ចេញថ្នាំបំពេញកម្លាំងនៅថ្ងៃនោះក៏ព្រោះតែការទិញលក់រៀងរាល់5ឆ្នាំម្ដងវាពិតជាយឺតពេកហើយមិនដូចការទិញលក់ម្ដង200ឆ្នាំនោះទេវាលឿនជាង
បើការដោះដូរជោគជ័យ4ថ្ងៃក្រោយខ្ញុំនឹងទៅដល់ផ្ទះអ្នកទិញគ្រាន់តែ5រៀមដៃប៉ះតិចកិច្ចសន្យានឹងត្រូវលុបចោលដោយស្វ័យប្រវត្តិហើយខ្ញុំក៏អាចយកថ្នាំបំពេញកម្លាំងត្រឡប់មកវិញបានដែរនេះវាជាល្បិចបោកប្រាស់របស់ខ្ញុំសោះ គ្រាន់តែមិននឹកស្មានថាអ្នកបែរជាប្រើថ្នាំបំពេញកម្លាំងនោះអស់ទៅហើយអញ្ចឹងខ្ញុំគ្មានជំរឿសអ្វីក្រៅពីកម្ចាត់អ្នកចោលទេ គូឈឿនអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវហើយ ចំណែកឯអ្នកវិញទោះបីជាខ្ញុំមិនដឹងថាហេតុអ្វីបានជាអ្នកមានសំណាងច្រើនយ៉ាងនេះក៏ដោយប៉ុន្តែរបស់របរផ្សេងទៀតដែលអ្នកទិញនៅថ្ងៃនោះវាមិនមែនជារឿងធំដុំអ្វីទេខ្ញុំមិនប្រកាន់ទោសអ្នកទេសង្ឃឹមថាអ្នកចេះរក្សាខ្លួនទៅចុះទៅណា ទៅកន្លែងមួយដែលយើងដឹងតែពីរនាក់ចាំដល់ពេលខ្ញុំសម្រេចមកកផលខ្ញុំនឹងវាយដណ្ដើមយកពិភពលោកនេះឲ្យបានដើម្បីឲ្យមនុស្សលោកទាំងអស់មិនចាំបាច់រងទុក្ខវេទនាហើយក៏មិនចាំបាច់ឃ្លានអាហារទៀតដែរខ្ញុំនឹងធ្វើឲ្យពិភពលោកនិងឋានសួគ៌គាត់ភ្ជាប់គ្នាឲ្យបានខ្ញុំនឹងផ្លាស់ប្ដូរពិភពលោកទាំងមូល